ទីមួយគឺកម្ពុជាខកខានមិនបានប្តឹងថៃមួយករណីថ្មីទៀតរឿងបំពានដែនអធិបតេយ្យកម្ពុជានៅចំការមីនភូមិជោគជ័យអ្នកផលិតមាតិកា MMO បាត់ផ្សារព្រមចុះកិច្ចសន្យាឈប់ជេរ PM និងលុបវីដេអូចោលដើម្បីបញ្ចប់រឿងលោកហ៊ុនម៉ាណែតបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទុកចិត្តលើរដ្ឋាភិបាលកម្ពុជាស្របពេលគ្នាដែលកម្ពុជានិងថៃប្រើផែនទីទីតីពីគ្នារឿងបោះបង្គោលព្រំដែនក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថាជនជាតិចិនដែលជន់មីននោះគឺជន់មីនចាស់នៅក្នុងដីខ្មែរតែមិនប្តឹងថៃរឿងឈ្លានពានដែនអធិបតេយ្យនេះអាជ្ញាធរមីនកម្ពុជាបដិសេធរឿងយោធាថៃដែលចោទថាកម្ពុជាដាក់មីនថ្មីលើដីខ្មែរដាច់ជើងចិនលួចចូលឆ្លងដែនក្នុងដីខ្មែរពីខាងថៃពលរដ្ឋខ្មែរក្រុងឡុងបិចមួយក្រុមចុះចាយអំណោយដល់ជនភៀសសឹកនៅភូមិព្រៃច័ន្ទលោកត្រាំបញ្ជាឲ្យបិទដែនអាកាសវេណេស៊ុយអេឡាក្នុងយុទ្ធនាការក្តៅឈានទៅទម្លាក់មេដឹកនាំប្រទេសនេះខ្មាន់កំភ្លើងដែលបាញ់ប្រហារផ្ដាច់ជីវិតមនុស្ស4នាក់នៅពិធីខួបកំណើតនៅស្តុកតុនកំពុងតែរត់គេចខ្លួនសិននឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃនេះបាទបងប្អូនព័ត៌មានទី1ទៅមុនគឺកម្ពុជាខកខានមិនបានប្តឹងថៃមួយករណីថ្មីទៀតហើយរឿងបំពានដែនអធិបតេយ្យកម្ពុជានៅចំការមីននៅក្នុងដែនដីភូមិជោគជ័យព្រឹត្តិការណ៍នេះគឺវាទើបតែកើតឡើងនៅថ្មីនេះទេហើយការដែលកម្ពុជាខកខានមិនបានប្តឹងថៃនេះគឺអញ្ចេះពីដំបូងឡើយគឺខាងភាគីថៃបានចោទប្រកាន់ប្រទេសកម្ពុជាថាដាក់មីនថ្មីទៀតហើយនៅឯចំការមីននៅឯម្ដុំភូមិជោគជ័យនឹងឯងដោយសារតែបងប្អូននៅចាំហើយពីម្សិលមិញមានករណីផ្ទុះមីនដាច់ជើងជនជាតិចិនម្នាក់ដែលឆ្លងដែនដោយខុសច្បាប់នៅតំបន់ភូមិជោគជ័យនេះហើយថៃគេអះអាងថាជនជាតិចិននេះគឺឆ្លងដែនពីស្រុកខ្មែរចូលទៅដែនដីថៃតាមច្រកភូមិជោគជ័យនឹងនៅឆ្លងកាត់តាមចំការមីននឹងហើយក៏បានជន់មីនដាច់ជើងទៅក៏សុំជំនួយពីអាជ្ញាធរថៃឲ្យជួយហើយអាជ្ញាធរថៃហ្នឹងក៏គេបានបញ្ជូនក្រុមពេទ្យក្រុមដោះមីនក្រុមអីហ្នឹងចូលទៅមើលស្ថានភាពហ្នឹងក៏គេឃើញរណ្ដៅមីនហ្នឹងហើយឃើញមីននៅក្បែរហ្នឹងគេចោទថាមីនហ្នឹងគឺខ្មែរទើបតែដាក់ថ្មីទៀតនៅក្នុងដែនអធិបតេយ្យរបស់ថៃហើយជនជាតិចិនហ្នឹងគឺឆ្លងដែនពីខ្មែរទៅថៃតាមច្រកហ្នឹងទំនងជាក្រុមនៃអ្នកឆបោកអនឡាញឯណាទៀតផងដែលរត់គេចពីប្រទេសកម្ពុជាចូលទៅដែនដីថៃហើយខាងភាគីថៃហ្នឹងក៏គេរកឃើញប៉ាសពតរបស់ជនជាតិចិនដែលឈ្មោះស៊ីជីនគួយកាន់លិខិតឆ្លងដែនលេខប៉ុណ្ណេះអញ្ចឹងទៅគឺកើតឡើងនៅថ្ងៃទី29ខែវិច្ឆិកាហ្នឹងតែឥឡូវនេះជនជាតិចិននេះពីការជើងគឺត្រូវរបួសដាច់ជើងឆ្វេងហើយរបួសពេញខ្លួនហើយក៏ប៉ុន្តែត្រូវបានសម្រាប់ព្យាបាលនៅឯមន្ទីរពេទ្យនៅក្នុងខេត្តស្រះកែវនៅប្រទេសថៃមានការយកចិត្តទុកដាក់ស្ថានភាពរបស់គាត់បានប្រសើរខ្លះហើយដោយសារតែមានកិច្ចអន្តរាគមន៍ពីខាងអាជ្ញាធរចិននៅឯប្រទេសថៃតាមរយៈស្ថានទូតចិនប្រចាំនៅប្រទេសថៃហ្នឹងក៏បានសហការជាមួយអាជ្ញាធរថៃដើម្បីយកចិត្តទុកដាក់ដល់ជនជាតិចិនរូបនេះក៏ប៉ុន្តែរឿងអបតវហេតុឬក៏រឿងហេតុការណ៍ដែលកើតឡើងនៅឯចំការមីននៅឯភូមិជោគជ័យនេះក៏មានការលើកឡើងអះអាងខុសៗគ្នាពួកភាគីថៃគឺភ្លាមគឺគេរត់ទៅកន្លែងតំបន់នឹងភ្លាមទៅដោះមីនទៅមើលកិច្ចការងារនឹងហើយរហូតដល់តែចេញខាងយោធាថៃនឹងគេចេញសេចក្តីថ្លែងការណ៍ថានេះហើយដែលធ្វើឲ្យថៃមិនអាចផ្សះផ្សាត្រូវគ្នាជាមួយកម្ពុជាបាននោះដោយសារតែកម្ពុជានៅតែបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលរបស់ថៃឬក៏ជនស៊ីវិលទូទៅហើយនឹងយោធារបស់ថៃតាក់ទងនឹងរឿងមីននឹងហើយកម្ពុជាមិនព្រមដោះមីនឲ្យអស់អញ្ចឹងទៅតាក់ទងនៅក្នុងតំបន់ព្រំដែនឥឡូវនេះគឺជាដល់ពេលដែលថៃគេយកឱកាសនេះដើម្បីដាក់សម្ពាធថៃបន្ថែមខ្មែរបន្ថែមទៀតឲ្យដោះមីនឲ្យអស់នៅចំការមីនជាប់ព្រំដែនថៃនឹងដែលគ្រោងដែលថាថៃបង្គាប់ឲ្យដោះ13កន្លែងឯណោះតែកម្ពុជាប្រកែកថាដោះសាក់លបងតែមួយកន្លែងទេនៅតំបន់ភូមិជោគជ័យនិងព្រៃច័ន្ទហ្នឹងហើយក្រោយមកឮថាថៃថាព្រមព្រៀងគ្នាដល់ទៅ5កន្លែងទៀតហើយដល់ទៅពេលមានផ្ទុះមីននៅឯភ្នំទ្រាប់កាលពីថ្ងៃទី10ខែវិច្ឆិកាធ្វើឲ្យដាច់ទាហានជើងទាហានថៃទី7នោះក៏ឮថាថៃក៏ព្យួរសេចក្តីថ្លែងការណ៍រួមនៅកូឡាលំពួរថ្ងៃ26ខែតុលាហ្នឹងប្រាប់ថាទាល់តែកម្ពុជាហ្នឹងព្រមដោះមីនឲ្យអស់តាមសំណូមពររបស់ថៃទើបព្រមអនុវត្តកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមនឹងឡើងវិញអារឿងហ្នឹងស្ងប់មកសន្ទុះធំហើយគឺទឹកអីហ្នឹងថៃឡាយតែកពុលមុខនឹងរឿងដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដែលធ្វើឲ្យមនុស្សស្លាប់នៅថៃហ្នឹងឡើងដល់160នាក់ជាងហ្នឹងឥឡូវទឹកស្រកស្រាប់តែកើនឡើងនៃបញ្ហាសម្អុយក្នុងខោរបស់ថៃតាក់ទងនឹងរឿងខ្មែរទៀតហើយពួកអីករណីជនជាតិចិនឆ្លងដែននេះគឺជារឿងថ្មីមួយដែលធ្វើឲ្យរឿងមីនដែលកំពុងតែកប់បាត់មួយរយៈនេះឥឡូវផ្ទុះក៏ក្រើកឡើងវិញហើយថៃនៅតែចោទប្រកាន់កម្ពុជាថាដាក់មីនថ្មីហើយមិនព្រមសហការដោះមីននេះគឺជាចេតនាកម្ពុជាដែលមិនអោយមានសុខសន្តិភាពជាមួយគ្នាជាមួយថៃដែលធ្វើឲ្យថៃអាចយកលេសនៅក្នុងការបន្តឃុំឃាំងទាហានខ្មែរទាំង18នាក់តទៅទៀតយូរទៀតព្រោះថៃគេថាបើអត់មានសុខសន្តិភាពហើយនៅតែមានហានិភ័យគ្រោះថ្នាក់ដល់ថៃគឺថៃអត់បញ្ជូនទាហានទាំង18នាក់ដែលជាលេសមួយដែលរាក់កំផែលនៅលើគោកតែយើងដឹងហើយថៃប្រទេសផ្ដាស់ខូចគ្រប់តែរឿងចឹងទេក៏ប៉ុន្តែគេនៅតែធ្វើគេនៅតែយកលេសបានថ្ងៃនេះអ្វីដែលគួរឲ្យកត់សម្គាល់គឺខាងកម្ពុជាស្រោចតាំងពីក្រសួងការពារជាតិអាជ្ញាធរមីន
ប្រធានអង្គការកម្ចាត់មីននៅកម្ពុជាហៅកាត់ថាស៊ីម៉ាក់សុទ្ធតែចេញសេចក្តីថ្លែងការណ៍ស្របគ្នាបដិសេធការចោទប្រកាន់របស់ថៃរឿងពីរករណីបដិសេធរឿងទី1គឺជាការបដិសេធដូចសពម្ដងដែរគឺអត់មានអីប្លែកទេគឺថាកម្ពុជាមិនបានដាក់មីនថ្មីទេមីនដែលផ្ទុះគឺជាមីនចាស់អានេះគឺជាការដែលស៊ីសង្វាក់គ្នាមួយដែលកម្ពុជាថ្លែងជាញឹកញាប់ហើយជាប្រចាំដែរហើយឥឡូវចាំមើលសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ថៃដោយខាងអាជ្ញាធរមីនថាការចោទប្រកាន់នឹងគ្មានមូលដ្ឋានសេចក្តីថ្លែងការណ៍នេះចុះថ្ងៃទី30ខែវិច្ឆិកានេះឯងគឺអាជ្ញាធរមីនសរសេរអញ្ចេះអាជ្ញាធរមីនសម្ដែងការសោកស្ដាយចំពោះជនជាតិចិនដែលបានរងរបួសនៅក្នុងអបដិហេតុផ្ទុះមីននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនាពេលថ្មីៗនេះហើយសូមជូនពរឲ្យជាសះស្បើយឆាប់រហ័សជាមួយគ្នានេះអាជ្ញាធរមីនសូមផ្ដល់ការបំភ្លឺតាក់ទងនឹងអបដិហេតុនេះដូចខាងក្រោមនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ជនជាតិចិនម្នាក់ឈ្មោះថាស៊ីជីងហ្គួយកាន់លិខិតឆ្លងដែនលេខប៉ុណ្ណេះបានរងរបួសដោយសារបដិហេតុផ្ទុះមីនស្របពេលដែលព្យាយាមឆ្លងកាត់ពីប្រទេសថៃចូលមកទឹកដីកម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទបងប្អូនខ្ញុំសង្កត់ធ្ងន់បន្តិចគឺខាងកម្ពុជាថាជនជាតិថៃសំទោសជនជាតិចិននេះគឺឆ្លងដែនចូលប្រទេសកម្ពុជាពីប្រទេសថៃមិនមែនឆ្លងពីប្រទេសកម្ពុជាចូលទៅថៃទេផ្ទុយទៅនឹងអ្វីដែលជាសេចក្តីរាយការណ៍របស់ថៃទៅវិញចាំបានន័យថាម៉េចជនជាតិចិនហ្នឹងលួចរត់ពីថៃមកកម្ពុជាឆ្លងតាមចង្ការមីនហើយក៏ជន់មីននៅភូមិជោគជ័យប៉ុន្តែកាលពីដំបូងឡើយគឺថៃចោទថាជនជាតិចិននេះឆ្លងដែនពីខ្មែរទៅថៃទេទៅជន់មីនហ្នឹងតើអីជាភស្តុតាងដែលបញ្ជាក់ថាអ្នកនោះគឺឆ្លងដែនពីខាងណាឲ្យប្រកបឥឡូវបន្តទៀតខាងអាជ្ញាធរមីនបន្ថែមថាឧបដិហេតុនេះបានកាត់ឡើងក្នុងទឹកដីកម្ពុជាខ្ញុំសង្កត់ម្ដងទៀតឧបដិហេតុនេះគឺខាងកម្ពុជាអះអាងថាកាត់ឡើងក្នុងទឹកដីកម្ពុជាដែលជាតំបន់ចំការមីនបន្សល់ទុកពីសង្គ្រាមអូសបន្លាយជាច្រើនទសវត្សរ៍កាលពីអតីតកាលអាជ្ញាធរមីនបានបន្តថាកម្ពុជាបដិសេធដាច់ខាតចំពោះការចោទប្រកាន់របស់យោធាថៃដែលបានធ្វើឡើងតាមរយៈសារព័ត៌មាននាពេលថ្មីៗនេះដោយបានចោទប្រកាន់គ្មានការពិតមាននិន្នាការនយោបាយមិនស្របតាមស្តង់ដាររបាយការណ៍អន្តរជាតិនិងផ្ទុយទាំងស្រុងទៅនឹងកតនាមនិងការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបានតំបន់ព្រំដែនដោយគ្មានមីនអាជ្ញាធរមីនបន្ថែមទៀតថាកម្ពុជាបញ្ជាក់ថាកម្ពុជាមិនប្រើប្រាស់មីនជាដាច់ខាតមិនថានៅពេលណានៅក្នុងកាលៈទេសៈណាក៏ដោយហើយក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ាកម្ពុជានឹងមិនប្រើមីនឡើយចុងក្រោយអាជ្ញាធរមីនសួរសំណួរអញ្ចេះទៅវិញថាបើមានមីនថ្មីដោយដែលថៃអះអាងក៏មែនចុះយើងសួរទៅវិញថាដោយកម្ពុជាមិនមានប្រើប្រាស់មីនតើនរណាជាអ្នកដាក់មីនកម្ពុជាមានមិនអាចឆ្លើយសំណួរនេះជំនួសប្រទេសថៃបានឡើយខ្ញុំថាសំណួររបស់អាជ្ញាធរមីននេះមិនសួរក៏បានដែរព្រោះអារឿងមីនហ្នឹងគឺគេមានផុសតាងមកកណោតែយើងទៅរកអាផុសតាងដូចអារឿងមីនដែលនៅប្រាសាទតាកបីអីដែលគេថតរូបបានដោយអ្នកកសែត MMO អាកាលបាញ់គ្នាប្រៅថ្ងៃ29ខែកក្កដាហ្នឹងដែលពួកគាត់ទៅដល់ថតរូបជាមួយទាហានយើងនៅប្រាសាទតាកបីហើយមីននៅចឹងតឹងចកោមថតជាប់រូបឲ្យថៃយកទៅដាក់នៅគណៈកម្មការគេអស់ណាអាហ្នឹងសុទ្ធតែមីនថ្មីតាហើយដល់ចឹងទៅតែពេលយើងប្រកែករហូតអញ្ចឹងទៅវាជាការល្អប៉ុន្តែទៅអាភាសាដែលថាបើកម្ពុជាអត់ប្រើប្រាស់មីនហ្នឹងតើបានមីនថ្មីមកពីណាដាក់អីហ្នឹងវាជាភាសាដើម្បីគេហៅសារនយោបាយប៉ុន្តែជាភស្តុតាងជាក់ស្ដែងគឺយើងត្រូវតែបង្ហាញភស្តុតាងឲ្យគេធ្វើកសលវិច័យធ្វើអីខ្ញុំគិតថាកសលវិច័យដែលកម្ពុជាធ្វើមួយគឺរឿងមីនដែលឃើញនៅប្រាសាទតាកបីដែលគេថតបានពួក MMO ថតបាននឹងអាវីដេអូដែលថៃយកទៅផ្សាយពេញហើយទៅដាក់នៅគណៈកម្មការអូតាវ៉ាឬក៏អង្គការសហប្រជាជាតិណាវីដេអូនៅភ្នំទ្រាប់ដែលទាហានខ្មែរភ្លេចទូរស័ព្ទហើយនៅក្នុងទូរស័ព្ទនឹងមានរបៀបវិធីដាក់មីនសិតតែមីនថ្មីអីចឹងអានឹងគឺជាឱកាសនៅក្នុងការបកស្រាយទៅថៃបើសិននិយាយទៅសារបែបនេះអត់រួចខ្លួនទេវាជាភាសា logic ពាក្យ logic បែបនេះគឺគេអត់និយាយទេហេតុអីបានខ្ញុំអត់និយាយខ្ញុំថាអត់និយាយព្រោះអីនិយាយក៏អត់ប្រយោជន៍ហើយបើនិយាយជួនកាលស្ដាប់ទៅវាគួរឲ្យអស់សំណើចទៅវិញហើយខ្ញុំនិយាយនេះចង់ឲ្យឧទាហរណ៍មួយបើសិនជានរណាម្នាក់មកប្រាប់យើងថាខ្ញុំតាំងពីធ្លាក់ខ្លួនឈឺមកអត់ស្រួលខ្លួនរហូតពេលបងប្អូនសួរថាត្រូវឬខុសគ្នាហ្នឹងដូចស្ដាប់ទៅអត់មានខុសអីទេតែធ្លាក់ខ្លួនឈឺអត់ស្រួលខ្លួនហើយប៉ុន្តែអានេះគេហៅថា logic ហ្នឹងគឺបានន័យថាមិននិយាយក៏បានដែរតែគេធ្លាក់ខ្លួនឈឺអត់ស្រួលខ្លួនហើយយល់ទេដល់ពេលអ្នកខ្លះថាតាំងពីអត់ការងារធ្វើគេជប់បាក់ប្រាក់ខែមកអស់លុយអស់អីចាយវាជារឿង logic អញ្ចឹងវាពិបាកនិយាយបងប្អូនវាអត់និយាយអត់បានប្រយោជន៍ហើយវាជារឿងគួរឲ្យអស់សំណើចអញ្ចឹងមិនថាបើកម្ពុជាអត់ប្រើមីនតែបានមីនពីណាមកដាក់ភាសានេះគឺយើងជាអ្នកអះអាងខ្លួនឯងទេព្រោះមីនទិញបានតាបងប្អូនដូចខ្ញុំនិយាយចឹងមីនទិញបានតាផ្សារងឹតផ្សារអីគេទិញបានចង់យកមកដាក់ក៏បានដែរអត់មានអីពិបាកទេអញ្ចឹងតែយើងទៅប្រាប់គេថាស្តុកយើងអត់មានមីនអីចឹងហើយត្រូវតែទប់អាព័ត៌មានជាពិសេសតកតងនឹងការដែលថៃចោទថាមីនហ្នឹងគឺជាមីនដែលខ្មែរដាក់គឺតតែបើគណៈកម្មការស៊ើបអង្កេត
ឯករាជ្យមានអាស៊ានមានអន្តរជាតិមានអីចូលរួមធ្វើកសលវិច័យអីច្បាស់លាស់ឲ្យដឹងថាក្រៅដៃហ្នឹងក្រៅដៃមានធានខ្មែរឬក៏យ៉ាងម៉េចធ្វើកសលវិច័យ DNA អីហ្នឹងវែងឆ្ងាយទៀតបានដូចតបគេបានណាប៉ុន្តែបើគាត់និយាយថាកម្ពុជាអត់ប្រើប្រាស់មីនផងនរណាជាដាក់មីនអញ្ចឹងនេះគឺចង់និយាយថាថៃដាក់មីនខ្លួនឯងជន់ខ្លួនឯងទាហានថៃដាក់មីនខ្លួនឯងជន់ខ្លួនឯងវាពិបាកដែរជួនកាលគេហៅថាល្បិចនយោបាយគេកម្ចាយគេក៏ចំណាយមនុស្សមែនក៏ប៉ុន្តែកន្លែងខ្លះថៃនៅពេលដែលដាក់មីនខ្លួនឯងហើយជន់ខ្លួនឯង7 8ករណីវាស្ដាប់ទៅវាដូចជាច្រើនដែរតែខ្ញុំមិនចោទប្រកាន់ថាថៃមិនខូចទេចង់និយាយថាផុសតាំងរបស់កម្ពុជាគួរតែមានច្រើនជាងការដែលគ្រាន់តែលើកឡើងថាបើកម្ពុជាអត់ប្រើមីនតើបានមីនមកពីណាដាក់អានឹងមិនមានចាស់អីចឹងណាអានេះគឺជាសារនយោបាយច្រើនជាងតែឥឡូវចុងក្រោយកម្ពុជាខាងអាជ្ញាធរមានបដិសេធយ៉ាងដាច់ខាតចំពោះករណីលើកឡើងណាមួយដែលថាកម្លាំងយោធាកម្ពុជាបានប្រើប្រាស់មីនបដិសេធដាច់ខាតមកទល់បច្ចុប្បន្នទាំងកម្ពុជាអាស៊ាននិងយន្តការអន្តរជាតិមិនទាន់ទទួលបានលទ្ធផលស៊ើបអង្កេតជាផ្លូវការណាមួយនៅឡើយទេប្រសិនបើថៃមានភស្តុតាងដែលថាមានផ្ទៀងទាត់ត្រឹមត្រូវគួរផ្ដល់ជាផ្លូវការមកកាន់កម្ពុជានិងប្រកបដោយវិជ្ជាជីវៈមិនមែនតាមរយៈសេចក្តីថ្លែងការណ៍ជាសាធារណៈឬប្រព័ន្ធផ្សព្វផ្សាយសង្គមនោះឡើយបាទឥឡូវនេះគឺជាអ្វីដែលអាជ្ញាធរមានចង់គឺបបួលឲ្យថៃផ្ដល់ព័ត៌មានឲ្យខាងភាគីកម្ពុជាដើម្បីផ្ទៀងផ្ទាត់ខ្ញុំជឿថាដល់ពេលណាមួយថៃនឹងផ្ដល់ព័ត៌មាននឹងព្រោះខ្ញុំនិយាយចឹងព័ត៌មានថៃគេដាក់នៅគណៈកម្មការដាក់អីអស់ហើយព្រោះគេដើរលឿនជាងកម្ពុជាត្រង់ថាយើងមានសាររបៀបជានយោបាយបន្សាបទៅគេវិញប៉ុន្តែគេដាក់ទៅដល់គណៈកម្មការអីអស់ហើយភស្តុតាងហ្នឹងហើយបើសិនជាគណៈកម្មការនោះអត់ទាន់កោះហៅភស្តុតាងហ្នឹងថៃប្រហែលជាមិនអាចបញ្ជូនឲ្យកម្ពុជាបានឲ្យមើលទេព្រោះអាហ្នឹងវាដូចនៅក្នុងនីតិវិធីតុលាការអញ្ចឹងបងប្អូនសំណុំរឿងភស្តុតាងអីភាគីម្ខាងដាក់ទៅតុលាការគេមិនអាចយកមកចែកឲ្យភាគីបានទេទាល់តែភាគីហ្នឹងចូលខ្លួនតតាំងក្តីហ្នឹងជាភាគីនៅក្នុងសំណុំរឿងមានសិទ្ធិទទួលបានសំណុំរឿងហ្នឹងបានគេចែកឲ្យយើងអញ្ចឹងទាល់តែគណៈកម្មការហ្នឹងគេកោះហៅអីចឹងទៅនៅពេលនោះឯងបានគេឲ្យអាសំណុំរឿងឬឯកសារភស្តុតាងហ្នឹងមកឲ្យយើងហើយបើកម្ពុជាគ្រាន់តែប្រាប់ថាថៃបញ្ជូនមកផ្ដល់អីចឹងអាហ្នឹងវាគ្រាន់តែជាសារនយោបាយទៀតហើយថៃនឹងមិនផ្ដល់ឲ្យកម្ពុជាទេទាល់តែមានគណៈកម្មការឯករាជ្យហើយយកអាហ្នឹងមកជំនុំជម្រះឬក៏ពិនិត្យវិច័យអីស្រួលបួលមានអ្នកកាត់ក្តីអីត្រឹមត្រូវបានភាគីពាក់ព័ន្ធហ្នឹងបានឯកសារទាំងអស់ហ្នឹងដូច្នេះម៉ោងហ្នឹងគឺវាបើកដៃឲ្យទាំងថៃទាំងកម្ពុជាក្នុងការចោទគ្នាទៅវិញទៅមកហើយតើណាប៉ាកែចោទជាងណាសាធារណជនទូទៅគឺវល់ហើយខ្មែរយើងគឺប៉ាកែនៅក្នុងការបកស្រាយការពារចំហថាខ្មែរអត់ដាក់មីនអត់ដាក់អីព័ត៌មានហ្នឹងគឺជាការប្រឌិតមីនហ្នឹងឬវីដេអូហ្នឹង AI ឬក៏អីអញ្ចឹងទៅប៉ុន្តែថៃគឺគេយកអារូបវីដេអូរូបថតហ្នឹងយកទៅដាក់ជាភស្តុតាងឲ្យអស់ហើយអានេះដែលជឿបើយើងការពារក្តីនៅក្នុងតុលាការកម្ពុជាមានភស្តុតាងទុនខ្សោយច្រើនជាងថៃណាខ្ញុំចង់និយាយពីរឿងសច្ចធម៌យុត្តិធម៌ខ្ញុំអត់កាន់ជើងថៃទេព្រោះអីដោយសារតែគេមានភស្តុតាងដែលដាក់ទៅហើយគេយកទៅធ្វើបទបង្ហាញជាឆាកអន្តរជាតិហើយសារព័ត៌មានអន្តរជាតិហ្នឹងយកអាវីដេអូហ្នឹងយកទៅផ្សាយឡើងក៏ក្រោកពេញពិភពលោកដូច្នេះផ្នត់គំនិតរបស់សហគមន៍អន្តរជាតិគេថាទាហានខ្មែរដាក់មីនថ្មីមួយប្រើប្រាស់មីនថ្មីហ្នឹងបំពេញសន្ធិសញ្ញាឬក៏អនុសញ្ញាអូតាវ៉ាស្ដីពីការឈប់ប្រើប្រាស់មីនប្រឆាំងនឹងមនុស្សបាត់ទៅហើយនៅក្នុងផ្នត់គំនិតរបស់សហគមន៍អន្តរជាតិហ្នឹងហើយនៅពេលដែលគេចាប់ផ្ដើមជឿទៅលើភាគីថៃដោយសារភស្តុតាងដែលគេអះអាងថាបានហើយទាហានគេដាច់ជើងដល់ទៅ7នាក់ទៀតហើយមានរូបថតពីទូរស័ព្ទភ្នំទ្របផងមានពីប្រាសាទតាកបីផងហើយកម្ពុជាហ្នឹងចាត់ការ MMO នៅប្រាសាទតាកបី2នាក់ដោយសាររឿងថតរូបមួយស្លឹកដែលធ្វើឲ្យមានរូបថតដោយទាំងមីនហ្នឹងចាប់ទោសអូសដំណើរគ្នាចោលពីបទក្បត់ជាតិទៀតក្បត់ជាតិហ្នឹងរឿងអីគឺរឿងទៅថតឲ្យឃើញប្រាសាទតាកបីហ្នឹងដោយទាំងរូបមីនហ្នឹងបើសិនជាគ្រាន់តែថតរូបប្រាសាទតាកបីចាត់ទុកថាជាបទក្បត់ជាតិផ្ដាល់ព័ត៌មាននេះឲ្យរដ្ឋបរទេសតាក់ទងនឹងមូលដ្ឋានទ័ពរបស់កម្ពុជាប្រហែលជាកម្ពុជាត្រូវចោទប្អូនស្រីរបស់លោកហ៊ុនសែនអ្នកស្រីហ៊ុនស៊ីណាតដែលដឹកនាំគណៈប្រតិភូមួយក្រុមទៅប្រាសាទតាកបីប្រហែលថ្ងៃមុននេះដែលធ្វើឲ្យឃើញលេនដ្ឋានបាវខ្សាច់អីនៅប្រាសាទតាកបីដែលយើងយកប្រាង្គប្រាសាទបេតិកមិនថាបេតិកភណ្ឌនេះគឺបុរាណដ្ឋានរបស់កម្ពុជាជាមូលដ្ឋានយោធាតែជាទម្លាប់គឺការចោទគ្នាហ្នឹងគឺនៅពេលដែលមានសង្គ្រាមអីគេអត់ឲ្យយើងយកកន្លែងវប្បធម៌កន្លែងអីអញ្ចឹងជាទីតាំងបន្ទាយឬក៏ត្រង់សេទេព្រោះដោយសារតែបាញ់គ្នាមកគេបាញ់សម្ដៅមកយោធាវាធ្វើឲ្យខ្ទេចខ្ទីប្រាង្គប្រាសាទវប្បធម៌របស់យើងហ្នឹងថៃក៏គេចោទយើងបានយើងក៏ចោទថៃបានតែយើងឃើញថាថៃនៅប្រាសាទតាមាន់ធំមានរូបវីដេអូមួយចំនួនឃើញទាហានថៃធ្លាប់ប្រើទីតាំងប្រាសាទតាមាន់ធំជាកន្លែងដែលថៃកើបពួនសម្រាប់បាញ់ទាហានខ្មែរអីចឹងដែរដូច្នេះអាហ្នឹងសិតតែរឿងខុសនីតិវិធីក្នុងការធ្វើសឹកសង្គ្រាមឯងព្រោះយើងតែយកអាហ្នឹងតែគេបាញ់មកត្រូវប្រាសាទហ្នឹងយើងចោទគ្នាថាប៉ះពាល់ដល់សម្បត្តិវប្បធម៌របស់ជាតិនីមួយៗអីចឹងណាអញ្ចឹងដូច្នេះយើងសរុបសេចក្តីមកខ្ញុំចង់និយាយថាពេលដែលកម្ពុជាចោទប្រកាន់ MMO ខ្មែរ2នាក់កាលពីខែកក្កដាហ្នឹងហើយចាប់ដាក់ពន្ធនាគារដល់ឥឡូវមិនទាន់បានជំនុំជម្រះក្តីដាច់ស្រេចតែចោទប្រកាន់ពីបទក្បត់ជាតិនៅក្នុងការផ្ដាល់ព័ត៌មានឲ្យរដ្ឋបរទេសហើយមានតែរូបថតមួយស្លឹកដែលមានមីនហ្នឹងគឺបានន័យថាកម្ពុជាហាក់បីដូចជាទទួលស្គាល់ថាមីនហ្នឹងគឺវាជាមីនរបស់កម្ពុជារបស់ទាហានខ្មែរមែនឯងព្រោះអីទៅចោទប្រកាន់គាត់ថាដោយសារតែរូបថតមីនហ្នឹងដែលធ្វើឲ្យអាប់មុខមាត់ជាតិកម្ពុជាដែលធ្វើឲ្យដូចថាបាក់មុខទាហានខ្មែរយើងវាទៅជារឿងក្បត់ជាតិអីចឹងណាព្រោះអីបើមិនសិនជាគាត់ថតរូបប្រាសាទតាកបីហ្នឹង
ហើយទៅថាយើងទៅក្បត់ជាតិអីដែរវាអត់សមហេតុសមផលទេមិនចឹងឯងព្រោះភាសាតាកបីហ្នឹងឃើញមានអ្នកដែលទៅថតរូបបានច្រើនជាងអ្នក MMO ប្រហែលអ្នកហ្នឹងទៀតផងអញ្ចឹងហើយបានទៅថាកម្ពុជាបានធ្វើឲ្យមានខ្លួនឯងថាអាមីនហ្នឹងជាបញ្ហាដែលធ្វើឲ្យយើងបែករឿងអីអញ្ចឹងទៅខូចអាព័ត៌មានសម្ងាត់របស់ជាតិអីអញ្ចឹងព្រោះតែយើងចោទប្រកាន់ MMO ហ្នឹងអញ្ចឹងគឺបានន័យថាយើងដាក់បន្ទុកខ្លួនឯងទទួលស្គាល់ថាមីនហ្នឹងគឺជាមីនពិតនៅឯប្រាសាទតាកបីហ្នឹងហើយជាមីនថ្មីអីអញ្ចឹងទៀតដល់អញ្ចឹងទៅវាសមនឹងសាច់រឿងដែលចោទប្រកាន់ MMO ប៉ុន្តែវាជាការទម្លាក់បន្ទុកទៅលើជាតិសាសន៍របស់យើងនិងទាហានខ្មែរយើងដែលអាចទទួលស្គាល់ថាមីនហ្នឹងគឺមីនថ្មីអញ្ចឹងមែនឯងអាហ្នឹងហើយដែលធ្វើឲ្យយើងចាប់ផ្ដើមមានបញ្ហាយើងអត់អាចទៅតវ៉ាគេបើសិនជាចង់តវ៉ាជាមួយថៃឥឡូវយើងមានព័ត៌មានយើងមានរូបថតនឹងខ្លួនយើងបាត់ទៅហើយហ្នឹងអារូបថតនៅប្រាសាទតាកបីកម្ពុជាអត់បានយករូបថតហ្នឹងមកធ្វើកសលវិច័យឲ្យប្រាប់គេទេត្រូវឲ្យមានជំនាញកិច្ចការព្រំដែនរូបថត AI អីហ្នឹងយកអារូបថតហ្នឹងមកប្រាប់គេថារូបថតនេះ AI ចឹងឧទាហរណ៍មីននេះគឺជាមីនកាត់តអីមកមិនមែនជារូបមីនដែលពិតអីចឹងទៅយ៉ាងហោចណាស់ក៏យើងមានគណៈកម្មាធិការទាត់ចោលរូបថតហ្នឹងថារូបថតកែសិនចោះដើម្បីឲ្យយើងបានសម្រាលបន្ទុកទាហានខ្មែរហើយនឹងមីនដែលយើងមិនមែនជាអ្នកដាក់ថ្មីអីចឹងទេអាហ្នឹងបើចង់និយាយថាភ័ស្តុតាងដើម្បីតបទៅគេវិញមិនអាចមកនិយាយថាកម្ពុជាជាប្រទេសរងគ្រោះដោយសារគ្រាប់មីនយើងមិនមែនជាអ្នកដាក់មីនទេព្រោះយើងកំពុងតែដោះមីនយើងនិយាយហ្នឹង logic ទៀតហើយត្រូវហើយយើងរងគ្រោះយើងមានអីដាក់មីនប៉ុន្តែអាព្រំដែនហ្នឹងតែមានឆ្លោះគ្នាអីមកហ្នឹងថៃសម្អោចក្នុងខោហ្នឹងរឿងអីដែលយើងដាក់មីនមិនដាក់មីនការពារដីយើងហើយថៃគេចោទថាប្រាសាទតាកបីហ្នឹងកុំអីចូលយកបានទៀតដោយសារតែដាក់មីនច្រើនអីចឹងតែខ្មែរថាមីនហ្នឹងពីមុនទេប៉ុន្តែមីនហ្នឹងគឺបើយើងឃើញរូបចឹងទៅយើងធ្វើមិនតែយើងការពារគេបានចឹងបានថាយើងត្រូវធ្វើច្រើនជាងនឹងកម្ពុជាមានអាភ័ស្តុតាងដែលខ្លួនមានហ្នឹងជាការដែលគ្រាន់តែប្រហើភាសានយោបាយដើម្បីឲ្យលៀងខ្លួនប៉ុន្តែមិនបានដោះស្រាយបញ្ហាខ្ញុំនិយាយនេះដោយសារខ្ញុំធ្លាប់ធ្វើកិច្ចការងារក្នុងតុលាការតែពេលយើងដឹងកិច្ចការតុលាការការបង្ហាញភ័ស្តុតាងដើម្បីដោះបន្ទុកអត់មែនជាភ័ស្តុតាងគ្រាន់តែនិយាយបែបហ្នឹងឲ្យរួចខ្លួនទេនេះគឺជាភ័ស្តុតាងនយោបាយប៉ុន្តែភ័ស្តុតាងជាជាក់ស្ដែងយើងអត់អាចទៅលុបអ្វីដែលជាការចោទប្រកាន់របស់ថៃបានទេជាសាធារណៈប្រជាប្រដ្ឋខ្មែរអាចជឿទៅលើអាជ្ញាធរមីនឬក៏កម្ពុជាថាអូគាត់បានបកស្រាយហើយខ្មែរអត់បានដាក់មីនទេយើងគួរឲ្យជឿគាត់ដែរតែមិនចឹងឯងយើងរងគ្រោះមីនរាប់ឆ្នាំមកហើយអាហ្នឹងចំការមីនចាស់ហ្នឹងឲ្យថៃសម្អោចក្នុងខោចូលមកដីខ្មែរចឹងស្ដាប់ទៅយើងអត់ដាក់មីនថ្មីទេក៏ប៉ុន្តែអាការដាក់មីនអីផ្សេងដែលឃើញរូបវីដេអូយើងអត់ដែលបានទៅយកអកុសលវិច័យឬក៏អីធ្វើបានដោយសារថៃយកអារូបអស់ហ្នឹងនិយាយទៅថារូបវីដេអូអីគេយកទៅដាក់នៅគណៈកម្មការអស់យើងអត់មានរូបហ្នឹងឯងខ្ញុំថាតើតែដល់ថ្ងៃណាមួយគណៈកម្មការហ្នឹងគេកោះហៅបានគេស្រាតខោយើងតែប៉ុណ្្នឹងឯងនៅពេលហ្នឹងឯងបានយើងមានឱកាសថាតតាំងជាមួយនឹងរឿងគេអារឿងមីនហ្នឹងឥឡូវហ្នឹងយើងអាចបកស្រាយអញ្ចឹងបានរហូតហើយអាការដែលយើងអាចធ្វើបានដូចខ្ញុំជម្រាបអញ្ចឹងថារូបថតនៅប្រាសាទតាកបីហ្នឹងគឺយ៉ាងហោចណាស់ក៏មានក្រុមកសលវិច័យណាមួយរបស់កម្ពុជាត្រូវចេញមកឲ្យច្បាស់ហើយប្រកាសថារូបហ្នឹងគឺជារូប AI ប៉ុន្តែថៃអត់មានថារូប AI គឺថារូបពិតហើយកម្ពុជាក៏យករូបហ្នឹងជារូបពិតទៅទៀតព្រោះឯតឡាការចាប់ MMO 2នាក់ហ្នឹងគឺដោយសារតែរូបថតមួយសន្លឹកហ្នឹងឯងដែលចោតគាត់ពីរឿងបាត់ក្បត់ជាតិអីចឹងណាដូច្នេះវាពិបាកបងប្អូនឃើញពំតណោតទេវារឿងវាអញ្ចឹងណាបងប្អូនវាចៃដន្យអី MMO ហ្នឹងគ្នាទៅប្រពាក់ប្រពូនគ្នាទៅចង់បានរូបចង់បាន like ចង់បាន share អីឲ្យលឿនពេកក៏ជ្រុលទៅជាប់គុកអញ្ចឹងទៅជាប់ផងទៅគេចោតពីបត់នេះអញ្ចឹងទៅអាហ្នឹងជួនកាលវាពិបាកអញ្ចឹងវាជួយគ្នាធ្វើឲ្យមានគេថាហែកទ្រូងឲ្យក្អែកចឹកអីឥឡូវអស់ពីសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនមានសេចក្តីថ្លែងការណ៍របស់លោកហេងរតនាដែលជាប្រធានមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាហៅកាត់សាស៊ីម៉ាក់ដែលជាអង្គការឯកជនឬក៏ថាក្រៅរដ្ឋាភិបាលមិនដូចអាជ្ញាធរមីនវិញជាអង្គការរបស់រដ្ឋាភិបាលកម្ពុជាតែស៊ីម៉ាក់គឺជាអង្គការក្រៅរដ្ឋាភិបាលទេដូចជាអង្គការសង្គមស៊ីវិលមួយអញ្ចឹងក្នុងផ្នែកដោះមីនតែមានកិច្ចសហការជាមួយរដ្ឋាភិបាលបានថវិកាជំនួយពីរដ្ឋាភិបាលដើម្បីដោះមីនយូរហើយរាប់ឆ្នាំហើយកុំតែបានអង្គការស៊ីម៉ាក់នេះមីនមិនដឹងជានៅពេញដីប្រជាពលរដ្ឋមិនដឹងស្លាប់ប្រមាណអ្នករបួសប្រមាណអ្នកទៀតទេគួរអរគុណដឹងគុណក្រុមហ៊ុនក្រុមអង្គការស៊ីម៉ាក់នេះដែលជួយបានច្រើនណាស់រំដោះដីធ្លីភូមិឋានរបស់ប្រជាពលរដ្ឋយើងឲ្យបានអាស្រ័យផលហើយក៏កាត់បន្ថយគ្រោះថ្នាក់នេះបានច្រើនដែរការងារនេះក៏ធ្វើបានជំនួយជាច្រើនពីសហរដ្ឋអាមេរិកដើម្បីយកទៅជួយដោះមីនដែលមានអ្នកកសែតខ្លះថាជាជំនួយឈួតលីលាអីនោះតាមពិតជួយបានច្រើនណាស់កុំតែបានជំនួយអាមេរិកនិងជំនួយប្រទេសដទៃទៀតជួយក្នុងការដោះមីនហ្នឹងម្លេះសំមីនយើងមិនដឹងជានៅប្រមាណលានគ្រាប់ទៀតទេលោកហេងរតនាសរសេរនៅលើ Facebook របស់លោកថាបញ្ហាផ្ទុះគ្រាប់មីនប្រឆាំងមនុស្សរបួសដាច់ជើងមួយខាងនិងរបួសដៃព្រមទាំងផ្ទៃមុខជនជាតិចិនម្នាក់ភេទប្រុសវេលាម៉ោងប្រមាណ 3:20 នាទីព្រឹកទៀបភ្លឺនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នៅភូមិសាស្ត្រចង្ការមីនកម្ពុជាលេខ BS 22575ក្បែរបង្គោលសីមាលេខ48ស្ថិតនៅភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យលោកថាក្រោយអបតវហេតុគ្រោះថ្នាក់ផ្ទុះមីនជនជាតិចិនម្នាក់នេះភ្លាមភាគីខាងថៃបានបំពងសម្លេងវាយប្រហារលៀបពណ៌កម្ពុជាថាជនជាតិចិនលួចឆ្លងដែនពីកម្ពុជាទៅថៃនិងជាពិសេសចោទប្រកាន់ថាកម្ពុជាមិនសហការដោះមីនតាមព្រំដែនជាដើមលោកហេងរតនាបន្តទៀតថាដោយសារតែការចោទប្រកាន់ទាំងឡាយនោះបានបន្សល់នៅចម្ងល់និងភ័ស្តុតាងមួយចំនួនគូពិចារណាស្វែងយល់ពិតយ៉ាងណាជាការពិតយ៉ាងច្រើនសូមបញ្ជាក់តំបន់នេះជាចំការមីនចាស់របស់កម្ពុជាឥឡូវបន្តទៀតណាមិញអាជ្ញាធរមីនបញ្ជាក់ថាដែនដីដែលចិនឆ្លងដែនខុសច្បាប់មិញជាដីចំការមីននៅក្នុងដែនខ្មែរឥឡូវស៊ីម៉ាក់ក៏អះអាងថានឹងដែនអធិបតេយ្យរបស់ខ្មែរចំការមីនចាស់របស់ខ្មែរទៀត
ដែលជាសំណល់សង្គ្រាមដោយភ័ស្តុតាងច្បាស់លាស់តាំងពីប្រភេទក្របមីនភូមិសាស្ត្រមានទំនប់ជីកមានលេនដ្ឋានកងទ័ពមានរបងបលាលួសចាស់និងជាព្រៃក្រាស់អីចឹងការដាក់ក្របមីនបានកើតឡើងពីក្នុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1980ដល់ដើមទសវត្សរ៍ឆ្នាំ90ចឹងគាត់ថាមីនទាំងអស់ហ្នឹងគេដាក់នៅក្នុងហ្នឹងលោកហេងរតនាបន្តទៀតថាករណីផ្ទុះមានជនជាតិចិនម្នាក់នេះគឺធ្វើឲ្យមនុស្សម្នាទាំងឡាយនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលទាហានថៃបានដឹកជនភៀសខ្លួនកម្ពុជាដែលមានឯកសារខ្លះបានបញ្ជាក់ថាមានចំនួនប្រមាណជាង430,000នាក់4000សំទោស43000នាក់មានទាំងទារកក្មេងចាស់ប្រុសស្រីយកមកចាក់ចោលនៅតំបន់ភ្នំខ្មោចដោយបង្ខំឲ្យដើរឆ្លងកាត់ចំការមីនមកកម្ពុជាវិញបណ្ដាលឲ្យជន់មីនរបួសនិងស្លាប់យ៉ាងច្រើនលោកចោទជាសំណួរថាឆ្ងល់ថាថៃតែងតែជន់មីនថ្មីហេតុអីចិនជន់មីនចាស់នេះជារឿងរ៉ាវប្រវត្តិសាស្ត្រត្រូវរំលឹកចងចាំនឹងមិនអាចបំភ្លេចបានខ្ញុំថាលោកហេរតនានឹងទៅទាញប្រវត្តិសាស្ត្រពីរឿងភ្នំខ្មោចរឿងថៃឲ្យខ្មែរជន់មីនអីបន្ថែមទៀតដើម្បីអូសបន្លាយទៅរកប្រវត្តិសាស្ត្រឲ្យឈឺចាប់នឹងវាជាការរំលឹកអតីតកាលឥឡូវហ្នឹងរឿងហ្នឹងសំខាន់គឺគាត់និយាយថាការចោទប្រកាន់ដោយការលាបពណ៌អីអញ្ចឹងអានេះគឺកម្ពុជាបកស្រាយបែបហ្នឹងថាចំការមីនហ្នឹងគឺចំការមីនចាស់អញ្ចឹងទៀតហើយមីនហ្នឹងមិនមែនមីនថ្មីទៀតទេឥឡូវយើងមកក្រសួងការពារជាតិគាត់បកស្រាយយ៉ាងម៉េចពួកអីក្រសួងការពារជាតិក៏ពួកគេចោទខាងដាក់មីនហ្នឹងមានណាក្រៅតែពីយោធាខ្មែរហ្នឹងមិនអញ្ចឹងគាត់ត្រូវការតបតការពារដែលការពារយោធាយើងដែរជំហររបស់ក្រសួងការពារជាតិរបស់អ្នកស្រីម៉ាលីសុជាតានៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គាត់ថ្ងៃនេះគាត់និយាយចេះផ្សំគ្នាបងប្អូនណាអ្នកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ជូននៅករណីនៃការផ្ទុះមីនដែលជនជាតិចិនបានជន់នៅតំបន់ព្រំដែនកម្ពុជាថៃដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដូចខាងក្រោមយោងតាមសេចក្តីរាយការណ៍ពីភូមិភាគទី5នៃកងយោធពលខេមរៈភូមិន្ទបានឲ្យដឹងថាវេលាម៉ោង 3:20 នាទីទៀបភ្លឺថ្ងៃទី29ខែវិច្ឆិកាកងការពារព្រំដែនលេខ503របស់កម្ពុជាដែលឈរជើងនៅភូមិសាស្ត្រភូមិជោគជ័យឃុំអូបេជាន់ស្រអូជ្រៅខេត្តបន្ទាយមានជ័យបានឮសំឡេងផ្ទុះគ្រាប់មីនមួយគ្រាប់ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចំការមីនរបស់កម្ពុជានេះជាការអះអាងរបស់កម្ពុជាបន្ថែមទៀតក្រៅពីអាជ្ញាធរមីនឥឡូវអាជ្ញាធរការពារជាតិរបស់យើងគឺថានេះគឺជាដីអធិបតេយ្យចំការមីនរបស់កម្ពុជាគាត់បន្តទៀតថាមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមជាយូរឆ្នាំមកហើយអ្នកស្រីម៉ាលីសុជាតាក៏បានលើកពីឈ្មោះជនជាតិចិនដែលខ្ញុំបានជម្រាបមិញហ្នឹងអាជ្ញាធរថៃបានផ្សាយថាជនជាតិរងគ្រោះក្នុងអបអវហេតុមីននេះគឺត្រូវបានក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយដូច្នេះឥឡូវនេះខាងកម្ពុជាបានប្រកែកថាជនជាតិចិននេះមិនមែនឆ្លងដែនពីកម្ពុជាចូលថៃទេដោយសំអាងថានៅក្នុងប្រព័ន្ធទិន្នន័យនៃប្រទេសកម្ពុជាអត់មានឈ្មោះបុគ្គលនេះចុះឈ្មោះដែលថាបានចូលតាមច្រកព្រំដែនណាមួយស្របច្បាប់នៅក្នុងបញ្ជីជនអន្តោប្រវេសន៍ទេតាមពិតអាការឆ្លងដែនខុសច្បាប់នឹងគេឆ្លងច្រើនកន្លែងហ្នឹងមិនដឹងថាគាត់បានអត់ព្រោះចូលមកឆ្លងដែនច្រករបៀងឆ្លងអីនឹងច្រកអីនឹងមកកណោក៏ដឹកដែរប៉ុន្តែអានេះគឺជាការអះអាងរបស់រដ្ឋាភិបាលកម្ពុជាថាជនជាតិចិននេះគឺអាចនឹងឆ្លងពីថៃចូលខ្មែរតែចូលដីចការមីនហ្នឹងក៏ជន់មីនផ្ទុះអញ្ចឹងណានេះគឺជាការអះអាងរបស់ក្រសួងការពារជាតិក្រសួងការពារជាតិបដិសេធនៅរាល់ការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃបដិសេធទៀតហើយបាទមិនអាចទទួលយកបានទេក្រសួងការពារជាតិសូមបញ្ជាក់ថាប្រទេសកម្ពុជាគោរពច្បាប់អន្តរជាតិមិនមែនជាអ្នកដាក់មីនថ្មីនោះទេលើសពីនេះប្រទេសកម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោះសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាមដើម្បីការពារអាយុជីវិតនិងសុវត្ថិភាពប្រជាពលរដ្ឋព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិទៀតផងឃើញ logic ទេបងប្អូនកម្ពុជាអញ្ចឹងដើម្បីប្រាប់ថាខ្លួនអត់ដោះមីនគឺមានតែខំប្រឹងជួយទៅដោះមីននៅប្រទេសដទៃអានេះដូចថាយើងគេចោទយើងថាយើងបាញ់កាភ្លើងកេះកាយបាញ់កាភ្លើងអីអញ្ចឹងយើងថាអត់ទេយើងឬក៏ថាគេចោទយើងថាផឹកស្រាស្វឹងអញ្ចឹងទេយើងប្រាប់ថាអត់ទេខ្ញុំធ្លាប់ផឹកស្រាពីមុនមកប៉ុន្តែឈប់ហើយស្វាងហើយអត់សោះហ្មងគឺស្រាអត់ប៉ះមួយកែវអីណាទេឃើញទៅជួបជុំមិត្តភក្តិអីអត់ដែលលើកកែវជុលអីចឹងចាំបានន័យថាមិនផឹកចុះប្រកាសធ្វើយ៉ាងម៉េចបានដឹងថានៅផ្ទះនឹងអត់មានស្រាហើយចង់អ្នកណាទៅតាមដានអីចឹងចង់និយាយថាវាជាការដែលដោះសារមួយដែលជាប្របាក់នឹងផ្ទៀងផ្ទាត់មែនតើណាចង់និយាយថាចឹងប៉ុន្តែមិនមែនជាការខុសឆ្គងអីទេខ្ញុំគ្រាន់តែចំហបែបហ្នឹងវាគ្រាន់តែជាការប្រហើប្រាប់ថាយើងធ្លាប់បានធ្វើអញ្ចេះទៅជួយដោះមីនអញ្ចេះទៅជួយដោះអញ្ចេះប៉ុន្តែដើម្បីឲ្យទប់នឹងអ្វីដែលថៃកំពុងធ្វើគឺមានតែបង្កើតគណៈកម្មការឯករាជ្យចម្រុះហើយទៅស៊ើបអង្កេតកសលវិច័យយក DNA យកអីនៅកន្លែងហ្នឹងហើយបើចឹងនៅតែចោតប្រកាន់គ្នាខាងនោះចោតខាងនេះបកស្រាយខាងនោះចោតខាងនេះបកស្រាយអត់ដែលត្រូវគ្នាទេដូចតែរឿងបោះបង្គោលព្រំដែនអញ្ចឹងខាងនេះប្រើផែនទីខ្នាតលើ1 200,000ខាងនោះប្រើផែនទី1 លើ 50,000 ហើយទៅបោះបង្គោលកាត់ដែរទីទៀតចូលដល់ប្រធានបទនៃបង្គោលព្រំដែនហ្នឹងបងប្អូនឥឡូវខ្ញុំអត់បានវែងឆ្ងាយអីបន្តែផែនទីទេខ្ញុំគ្រាន់តែបញ្ជាក់
អាជ្ញាធរកម្ពុជា2ស្ថាប័នគឺអាជ្ញាធរមីនបញ្ជាក់ថាចំការមីនដែលចិនជន់មីនហ្នឹងខ្ញុំអត់ខ្វល់រឿងចិនឆ្លងពីថៃចូលខ្មែរឬខ្មែរចូលថៃទេឥឡូវថៃគេថាចិនហ្នឹងឆ្លងចូលដែនដីខ្មែរខ្មែរគេថាអត់ទេចិនហ្នឹងឆ្លងពីថៃមកចូលខ្មែរទេមិនមែនឆ្លងពីខ្មែរចូលថៃទេព្រោះអត់មានរបាយការណ៍ចុះបញ្ជីជនជាតិចិនហ្នឹងនៅឯប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ឆ្លងដែនចូលមកកម្ពុជាពីមុនមកទេអញ្ចឹងចាត់ទុកថាបើអត់មានទិន្នន័យជនហ្នឹងគឺមិនដឹងមកពីណាអញ្ចឹងមានតែនៅថៃព្រោះអត់មាននៅក្នុងដែនដីកម្ពុជាដែលគ្រប់គ្រងឈ្មោះហ្នឹងដែលចេញចូលបាទអញ្ចឹងបានន័យថាកម្ពុជាច្បាស់ហើយតែចូលមកក្នុងស្រុកខ្មែរគឺទាល់តែមានចុះបញ្ជីត្រឹមត្រូវបានដឹងថាមានរបាយការណ៍ថាជនហ្នឹងចូលមកក្នុងទឹកដីខ្មែរប៉ុន្តែចុះបើសិនជាគាត់ចូលមកតាមទឹកដីច្រករបៀងឬក៏ផ្លូវកាត់ណាដែលអត់ឆ្លងដែនខុសច្បាប់មកកណោដោយជនជាតិវៀតណាមអីឆ្លងមកស្រុកខ្មែរអត់ដែលមានលិខិតស្នាមអីមកនៅយើងមកកណោក៏ដឹកហ្នឹងតើយើងធ្វើយ៉ាងម៉េចដើម្បីមានទិន្នន័យនៅក្នុងបញ្ជីហ្នឹងវាពិបាកអញ្ចឹងណាបងប្អូនតែយ៉ាងណាអានេះគឺជាការអះអាងរបស់កម្ពុជាសំហេតុសំផលមួយដែរថាបើអត់មាននៅក្នុងទិន្នន័យហ្នឹងជឿទៅថាជនជាតិចិនហ្នឹងគឺច្បាស់ជាឆ្លងដែនពីថៃមកខ្មែរមិនមែនដូចថៃចោទថាឆ្លងដែនពីខ្មែរទៅថៃហើយចូលទៅក្នុងចក្រមានថៃទេហើយវាត្រូវឥឡូវវាសំស្របនឹងកម្ពុជាអះអាងថាឆ្លងដែនពីថៃចូលមកខ្មែរចូលក្នុងចក្រមានខ្មែរដីខ្មែរបាទឥឡូវខ្ញុំនឹងបកស្រាយទុករឿងជនជាតិចិនហ្នឹងមកឡែកតែរឿងសំខាន់គឺរឿងដែនអធិបតេយ្យរបស់កម្ពុជាអាជ្ញាធរមីនក៏ថានឹងចំការមានកម្ពុជានៅភូមិជោគជ័យដីខ្មែរមានចាស់ក្រសួងការពារជាតិក៏ថាដីចាស់មានចាស់ចំការមានខ្មែរលោកហេរតនាយើងមិនបាច់ទៅយកប្រសាសន៍របស់គាត់ទេព្រោះគាត់មិនមែនជាស្ថាប័នរដ្ឋាភិបាលទេប៉ុន្តែមានស្ថាប័នរដ្ឋាភិបាល2គឺអាជ្ញាធរមីនកម្ពុជានិងអ្នកស្រីម៉ាលីសុជាតាដែលតំណាងឲ្យក្រសួងការពារជាតិដែលថានេះគឺជាដែនអធិបតេយ្យសំណួរគឺយើងសួរទៅវិញចេះឲ្យថៃពង្រៀងដានពីរឿងមីនហ្នឹងទៅជារឿងនាំគ្នានិយាយតែមានចោះរឿងរំលោភដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងម៉េចថៃនាំតែហ៊ាននាំអីមកចូលទន្ទ្រាននៅអាតំបន់កន្លែងមានមីនហ្នឹងដើម្បីយកទៅស្រាវជ្រាវស៊ើបអង្កេតនៅអាកន្លែងចំការមីនដែលយើងគិតថាជាចំការមីនរបស់ខ្មែរដីខ្មែរហ្នឹងហើយគេយកទៅហ៊ានគេយកអីមកដោះស្រាយបញ្ហារហូតតតែលៀបពណ៌ឲ្យខ្មែរឬយើងចោទថាគេចោទប្រកាន់យើងថាយើងដាក់មីនថ្មីអីនៅក្នុងដីគេទៀតឥឡូវដីខ្លួនយើងនេះតើធ្វើយ៉ាងម៉េចដើម្បីឲ្យយើងប្រាប់ថៃថាអានឹងជាដីរបស់យើងណែឯងចោទប្រកាន់អត់ត្រូវគឺប្តឹងទៅតុលាការអន្តរជាតិណាមួយដើម្បីថាថៃទន្ទ្រានដែនអធិបតេយ្យរបស់កម្ពុជាក្នុងករណីមីនដែលផ្ទុះនៅឯតំបន់ភូមិជោគជ័យដែលជាចំការមីនរបស់ខ្មែររឿងអីដែលថៃមានសិទ្ធិមកយកជួយសង្គ្រោះជនជាតិចិននៅក្នុងចំការមីនរបស់ខ្មែរបើសិនជាដីរបស់ខ្មែរវាគួរតែខ្មែរទៅជួយជនជាតិចិននឹងទៅយកមកព្យាបាលនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងលក្ខណៈមនុស្សធម៌អីទៅព្រោះអីយ៉ាងហោចណាស់ក៏បានទៀមទាប្រាប់ថាខ្មែរមានសមត្ថកិច្ចក្នុងដែនអធិបតេយ្យរបស់ខ្លួនទៀមទាយកមកដោះស្រាយទៅព្រោះអីវាក្នុងដែនអធិបតេយ្យរបស់យើងតែគុំតដើមអ្នកទោសគុំតដើមអ្នករងគ្រោះអីថៃគេព្យាបាលក៏ព្យាបាលចំណុចសំខាន់របស់ខ្ញុំនៅទីនេះគឺកម្ពុជាខកខានមិនបានប្តឹងថៃរឿងករណីដែលទាហានថៃឈ្លានពាននៅតំបន់ភូមិប្រៃចាត់ភូមិជោគជ័យនៅក្នុងកន្លែងផ្ទុះមីននឹងទៀតព្រោះគេមកស៊ើបអង្កេតគេស្រាវជ្រាវក្នុងដីយើងហ្នឹងចំការមីនយើងហ្នឹងតែឯណាពាក្យបណ្ដឹងយើងគ្រាន់តែនាំគ្នាទៅបដិសេធតារឿងយើងអត់ដាក់មីនហ្នឹងឥឡូវនាំគ្នាដោះស្រាយតារឿងអត់ដោះដាក់មីនតិចទៀតខ្ញុំនិយាយអំពីនាំគ្នាអត់ត្រូវលំអស់ទៀតហើយដោយករណីរឿង MMO បាតផ្សារម្នាក់ដែលចុះហត្ថលេខាកិច្ចសន្យាឈប់ JPM ហើយបញ្ចប់រឿងចុះឥឡូវរឿងបាត់ល្មើសព្រៃឈើដែលប្រព្រឹត្តដោយមេ PM នៅខេត្តកញ្ចេះហ្នឹងយ៉ាងម៉េចទៅវិញតើចាត់ការយ៉ាងម៉េចតើអីយ៉ាងម៉េចតើអូយមកកណោក៏ដឹកឥឡូវយូរទៅទៅជាសើទៅដោះស្រាយតាផ្សែងណាដល់ពេលភ្លើងហ្នឹងនៅឆេះគោលហ្នឹងរឿងដែលសំខាន់គឺកម្ពុជាបាត់បង់គេហៅថាភាពការពារដែនអធិបតេយ្យរបស់ខ្លួនក្នុងតំបន់ចំការមីននឹងទៀតព្រោះដោយសារអីព្រោះគេយកទៅហ៊ានគេមកគេចាត់ទុកថាកន្លែងហ្នឹងគេស៊ើបអង្កេតដែនសមត្ថកិច្ចគេយកអត់មានសិទ្ធអីទៅសូម្បីតែគេចោទយើងថាមីនហ្នឹងមានខ្មែរអ្នកដាក់អីឡាក់នឹងឡាក់គេទៅធ្វើកសលវិច័យគេទៅវាស់វែងគេទៅឆ្កាអីនៅកន្លែងហ្នឹងខ្មែរអត់គេម្ចាស់ផ្ទះហ្នឹងគេអត់ឲ្យមានសិទ្ធចូលទៅក្បែរគេប៉ុណ្ណឹងហើយគេមកចោទយើងហើយឥឡូវយើងនាំគ្នាថាអត់ទេអាហ្នឹងដីខ្ញុំតាចការមីនខ្ញុំតាណែឯងចូលមកបំពេញខុសច្បាប់ចុះបើចូលខុសច្បាប់ហើយក៏មិនប្តឹងគេតើតោះនឹងការរំលោភដែនអធិបតេយ្យរឿងមីនដោះស្រាយមកកលៈទៀតរឿងគួរថ្នាក់នេះយើងជួយគ្នាសមានចិត្តអីរឿងអីប៉ុន្តែរឿងថៃបំពេញអធិបតេយ្យកម្ពុជាយើងអត់ប្តឹងចឹងមិនថាបងប្អូនពេលដែលមើលទៅយើងថាអូឥឡូវគាត់ដោះស្រាយតបស្របហើយយើងតបតែរឿងបញ្ហាគេចោទប្រកាន់ដូចខ្ញុំនិយាយចឹងអារឿងពេលដែលមានអ្នកណាម្នាក់គេទៅរាយការណ៍ប្រាប់ប្រពន្ធយើងពីដែលថាដឹកស្រីទៅហូបកាទៀវហើយយើងទៅប្រាប់ទៅចោទដោះសារថាអត់មាននិយាយចឹងឯងកុហកគេអញ្ចឹងយើងមូលបង្កាច់ហើយអត់មានដឹកស្រីទៅហូបកាទៀវទេដឹកទៅហូបមីសំខាន់គឺដឹកឲ្យស្រីក៏ប៉ុន្តែរឿងកាទៀវនិងមីនឹងចែកដាច់ពីគ្នាតែសាយអត់ដូចគ្នាអាមួយតែសាយរៀងរលោងរៀងជាងសាឡូនអាមួយរៀងកាញ់យើងកុំចិត្តទៅចោតតពេលយូរទៅអាអង្គហេតុពិតគឺប្តីមានស្រីដដែលហ្នឹងហើយទៅមកជជែកគ្នាទៅចុងក្រោយអាចទៅប្រពន្ធនឹងព្រមជឿតាមប្តីថាហ្នឹងហើយគាត់ស្មោះត្រង់គាត់មិនចេះកុហកទេតែទៅហូបមីទៅហូបកាទៀវប៉ុន្តែស្រីគឺដឹកហើយដល់អញ្ចឹងយើងភ្លេចរឿងដឹកស្រីនឹងគិតតែឆ្លោះគ្នាពីរឿងកាទៀវហើយមីនោះវិញឥឡូវហ្នឹងកំពុងឆ្លោះគ្នាកាទៀវហើយមីនេះតែរឿងដឹកស្រីផាត់ក្បត់ប្រពន្ធគឺផាត់ហើយតែយើងនាំគ្នាមកជជែកខុសរឿងណាបងប្អូនអញ្ចឹងគាត់ថាខ្ញុំពិបាកមែនតើហើយចាំមើលតិចទៀតចូលដល់ព័ត៌មានទី2នេះខ្ញុំនិយាយពីរឿងខុសរឿងហ្នឹងហើយគួរឲ្យសោកសង្រេងយ៉ាងមែនតើឥឡូវនេះខ្ញុំចូលឲ្យទៅកុំឲ្យវែងឆ្ងាយ
គឺភ្ជាប់តែម្ដងទៅគឺអ្នកផលិតមាតិកា MMO បាត់ផ្សារម្នាក់ហ្នឹងព្រមចុះកិច្ចសន្យាឈប់ JPM ហើយលុបវីដេអូចោលដើម្បីបញ្ចប់រឿងនៅពេលដែលរឿងចោលប្រកាន់មេ PM នៅខេត្តកញ្ចេះមួយដែលថាកាប់បំផ្លាញព្រៃឈើឬក៏ប្រើប្រាស់ដូចថាអំណាចហួសហេតុអីចឹងរហូតដល់ជេរប្រមាថឲ្យស្អីអូយសម្បើមមែនតើយើងមិនមែនថាសម្បើមតែរឿងហ្នឹងទេ MMO បាត់ផ្សារហ្នឹងមួយហ្នឹងគាត់ធ្វើចឹងមកអាយុហើយព្រោះអីយើងដឹងហើយថាប្រហែលជាមានខ្នោះក្រាស់លើសផ្កាយ4ទៀតនៅស្រុកខ្មែរហ្នឹងបានគាត់មានអំណាចធ្វើអីផ្ដេសផ្ដាស់បានសាញ់ចិត្តក៏ប៉ុន្តែឥឡូវហ្នឹងឃើញដល់រឿងមីនឹងកាទៀវហ្នឹងទៀតទេបងប្អូនពេលរឿងមីនឹងកាទៀវនៅពេលដែលមេ PM ចម្រោះ24 25ខេត្តក្រុងហ្នឹងមកចេញលិខិតថ្កោលទោសបុគ្គលម្នាក់ដែលជាគ្រាន់តែជាអ្នក MMO សោះថ្កោលទោសជុំទឹះហើយបើអូយសកម្មជនបរិស្ថានសកម្មជនស្អីធម្មជាតិមេដាស្អីណាអីអូយមិនបាទប៉ុណ្ណាក៏ចាប់គេដាក់គុកដែរគ្មានថ្កោលទោសថ្កោលស្អីទេតែបន្តទៀតបងប្អូនខ្ញុំអត់មានលើកទឹកចិត្តឲ្យចាប់មនុស្សដាក់គុកទេណាខ្ញុំគ្រាន់តែនិយាយតែការអនុវត្តស្តង់ដារនេះប្រជាពលរដ្ឋតលន់ប៉ុន្តែខ្ញុំក៏រីដែរដែលឃើញដូចថាមានការអនុគ្រោះគ្នាមានការទទួលកំហុសអីខ្លះអញ្ចឹងទៅក៏វាមិនដូចថាវាមិនជូរចាប់ពេកណាប៉ុន្តែសូមឲ្យបើអញ្ចឹងឲ្យវាទន់ភ្លន់អញ្ចឹងជាមួយនឹងមនុស្សគ្រប់គ្នាសកម្មជនគ្រប់គ្នាអ្នកមាននិន្នាការនយោបាយខុសគ្នាផងកុំឲ្យតែក្រុមបកពួកខ្លួនអញ្ចឹងណាថ្ងៃនេះយើងឃើញវត្តមានរបស់អ្នកផលិតមាតិកា MMO បាត់ផ្សារម្នាក់ហ្នឹងគឺឈ្មោះផៃវណ្ណៈភេទប្រុសអាយុ56ឆ្នាំទីលំនៅបច្ចុប្បន្នភូមិព្រែកតាពៅសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលជួបជាមួយនឹងលោកសៅសុខាដែលជាមេបញ្ជាការកងរាជអាវុធហត្ថពេញផ្ទៃប្រទេសដែលលោកធ្លាប់ដែលកូនចៅរបស់លោកសៅសុខាហ្នឹងគឺថានាំគ្នាចេញលិខិតថ្កោលទោសគ្រប់គ្នាទៅលើលោកផៃវណ្ណៈហ្នឹងឥឡូវនេះស្រាប់តែមានកិច្ចសន្យាមួយគឺគាត់សរសេរអញ្ចេះខ្ញុំបាទឈ្មោះផៃវណ្ណៈភេទប្រុសអាយុ56ឆ្នាំនិយាយអាយុគាត់ដូចជាក្មេងដែរតែហេតុអីបានជាចំណាស់ណាដែលបងគាត់នោះសតអាទាំងអស់ខ្ញុំស្មានតែគាត់អាយុ100 120អីទេព្រោះហៅណាក៏អាដែរចង់និយាយថាអាយុនេះបើតាមមើលបងខ្ញុំតែ6ឆ្នាំទេតែខ្ញុំមិនអីទេហៅខ្ញុំអាហៅខ្ញុំអីក៏មិនអីដែរប៉ុន្តែខ្ញុំនៅតែហៅលោករហូតនឹងអញព្រោះអីវាជាសិលធម៌របស់ខ្ញុំវាមិនអាចធ្វើទៀបដោយគាត់បានណាទោះជាខឹងគាត់ប៉ុណ្ណាក៏នៅតែលោកផៃវណ្ណៈដែរខ្ញុំគោរពអាយុបងព្រោះខ្ញុំវាពិបាកនឹងរឿងឆ្កែខំឆ្កែនឹងហ្មងខ្ញុំធ្វើមិនកើតដូចគេខ្ញុំសុំទោសបងប្អូនខ្លះគាត់ថាអូយសុភាពពេកហើយរុំទុំពេកហើយគេជេរមរាយកាយឪពុកយើងយ៉ាងនេះហេតុអីក៏មិនដាក់ក្រាំងទៅខ្ញុំថាយើងមិនអាចចូលទៅក្នុងផុកដើម្បីកាយលេងផុកនៅពេលដែលគេប្រឡាក់ប្រឡូសចឹងទេយើងនរុអវិជ័យចឹងយើងមិនអាចចុះទៅបានហ្នឹងវាខុសភពគ្នាបងប្អូនតែចឹងយើងសុខចិត្តនៅឆ្ងាយចឹងទៅហើយប្រើភាសាសិលធម៌មានសុជីវធម៌និងព្រោះភាសាអីចឹងតាមធម្មតាទៀតទៅខឹងអាម៉េចក៏តែប៉ុណ្្នឹងដែរខ្ញុំគ្រាន់តែថាគាត់អាយុ56ឆ្នាំបង6ឆ្នាំសោះខ្ញុំស្មានតែគាត់អាយុ120ព្រោះអីគាត់ជេរអ្នកណាចំណាស់ណាក៏គាត់ហៅអាដែរលោកសំរងស៊ីវិញបងគាត់មិនដឹងជាប្រមាណស្មើនឹងឪពុកមាគាត់ឲ្យដឹងសិតតាអាទាំងអស់ហើយដល់អញ្ចឹងពិបាកគាត់អត់ហៅអាតាលោកហ៊ុនសែនមួយទេនៅក្នុងរដ្ឋាភិបាលសប្តាហ៍ថ្ងៃហ្នឹងបើសិនជាគុំតែគាត់មានអ្នកការពារគាត់អាចហៅអាបានទៀតមិនចំពោះប៉ុណ្ណាទេណាបើតាមអ្វីដែលយើងឃើញអធិពលគាត់ប៉ុន្តែថ្ងៃនេះគឺគាត់សរសេរលិខិតចុះហត្ថលេខាហ្នឹងគាត់ថាគាត់ឈ្មោះផៃវណ្ណៈភេទប្រុស56ឆ្នាំនៅប៉ុណ្ណឹងដូចខ្ញុំជម្រាបគាត់ថាខ្ញុំបាទសូមគោរពទទួលយកភាពចន្លោះប្រហោងក្នុងការប្រើប្រាស់ពាក្យសម្ដីដែលប៉ះពាល់នឹងតម្លៃសិលធម៌ទៅលើស្ថាប័នតាមរយៈការផ្សព្វផ្សាយព័ត៌មានសង្គមកណនី Facebook ឈ្មោះផៃវណ្ណៈ News កាលពីថ្ងៃទី26និងថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025ខ្ញុំបាទសូមធ្វើកិច្ចសន្យាដូចខាងក្រោម1បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៅទៀតបានន័យថាម៉េចអំពើខាងលើហ្នឹងគឺអំពើប្រើប្រាស់ពាក្យសម្ដីប៉ះពាល់តម្លៃសិលធម៌ទៅលើស្ថាប័នរបស់រដ្ឋអីចឹងទៅអាហ្នឹងទី1គឺឈប់ទង្វើខាងលើទី2លុបចោលអត្ថបទនិងរូបភាពទាំងអស់ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើខាងលើបានន័យអំពើជេរប្រមាថហ្នឹងទី3នេះល្អសើចបន្តិចទី3ថ្កោលចំពោះជនទាំងឡាយណាដែលឆ្លៀតបុកព័ត៌មានខាងលើទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបកពួកក្នុងបំណងបង្កចលាចលសង្គមបំផ្លាញសន្តិភាពនិងសុខដុមមនីយកម្មក្នុងសង្គមទី3នេះខ្ញុំថាគួរឲ្យអស់សំណាចហ្នឹងគឺឥឡូវមករករឿងគេយកព័ត៌មានព័ត៌មានរបស់ខ្លួននឹងបាសាចអសរោះជេរបចោគេតាមពិតខ្ញុំមែនតើទៅសរសើរបងប្អូនដែរដែលត្រូវអត់អូសលំលងបានចិត្តតែជួយផ្សាយជួយ share អីដែរឬក៏មិនដល់ឥឡូវដល់ម្ចាស់ខ្លួនហ្នឹងទៅរករឿងថ្កោលទោសគេទៀតអ្នកដែលយកព័ត៌មានហ្នឹងបើសិនជាថ្កោលទោសគេហ្នឹងព័ត៌មានគាត់ផ្សាយប្រហែលឆ្នាំមកហ្នឹងតែថ្កោលទោសអ្នកណាអស់ទៅលោកហើយចឹងបងប្អូនទាំងអស់គ្នាអ្នកដែលផ្សព្វផ្សាយព័ត៌មានគាត់ហ្នឹងប្រយ័ត្នជាប់ទោសគាត់ថ្កោលងាប់ទី4រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានពិតដើម្បីរួមចំណាយកែលម្អចំណុចវិជ្ជមានក្នុងសង្គមនេះចំណុចទី4និងចំណុចទី1ខ្ញុំសាទរឲ្យសូមសរសើរលោកផៃវណ្ណៈ
បញ្ឈប់ការប្រព្រឹត្តអំពើលាមកខាងលើតទៅទៀតគាត់មិនប្រើពាក្យលាមកទេតែខ្ញុំថែមឲ្យទៅព្រោះអាអំពើលើហ្នឹងវាលាមកទេតែជេរបតិចផ្ដាសាអ្នកណាក៏ដោយហើយជេរប៉ះស្ថាប័នរដ្ឋនេះណាកុំតែPMខ្នងក្រាស់ទេបើលោកជេរមន្ត្រីរាជការរដ្ឋហ្នឹងប៉ះអ្នកគ្នាខ្សោយទុនខ្សោយអីហ្នឹងទៅទៀតហើយអាហ្នឹងឯងបាទខ្ញុំថាតែយើងធ្វើអញ្ចឹងបានហើយស្ងាត់គ្នាហ្នឹងវាបង្កើតឲ្យមានអំពើពុករលួយព្រោះយើងបន្លែកមេលយើងគោះលុយគេបានណាបើមិនធ្វើអញ្ចឹងបាទខ្ញុំអត់ចោទថាលោកផៃវណ្ណៈដើរគោះលុយគេទេប៉ុន្តែបើធ្វើទង្វើបែបហ្នឹងគ្រប់គ្នាបានណាហើយអត់មាននរណារករឿងអីដូចខាង PM ខាងអីគឺបានន័យថាមិនដឹងខាងមន្ត្រីរាជការអ្នកដទៃទៀតដែលរងការជេរប្រមាថបតិចផ្ដាសារបស់លោកផៃវណ្ណៈហ្នឹងមិនដឹងជាភ័យមិនដឹងជាសោកលុយមិនដឹងជារងការលំបាកការពារក្តីនឹងបណ្ណាទេខ្ញុំគ្រាន់តែសម័យទេខ្ញុំមិនចោទទេគ្រាន់តែថា logic គឺបើយើងធ្វើទង្វើបែបហ្នឹងបុគ្គលម្នាក់អាចធ្វើឲ្យកលឹកចាក់ផែនដីបានអាចលាចលអាណាធិបតេយ្យពេញទឹកពេញដីហើយគ្មានអ្នកណាចាត់ការអីបានអញ្ចឹងបានន័យថាមន្ត្រីផ្សេងហ្នឹងគឺច្បាស់ជាភ័យរីកហើយព្រោះអីការគ្រប់គ្រងរដ្ឋគេអត់អាចធ្វើបែបអញ្ចឹងទេគេអត់ឲ្យបុគ្គលណាមកប៉ាតណីហើយបានដូចថារួចខ្លួនធ្វើអីបប៉ះក្រុមខ្លួនរួចខ្លួនទៅបប៉ះក្រុមប្រឆាំងជាប់គុកអស់ហើយអញ្ចឹងត្រូវរើគ្នាទៅក៏ស្ងប់ទៅប៉ុន្តែខ្ញុំនៅតែកោតសរសើរនៅការព្រមទទួលស្គាល់កំហុសត្រង់ចំណុចទី1គឺបញ្ឈប់អំពើអសិលធម៌អសរោះជេរបតិចក៏ប៉ុន្តែប្រហែលជាគាត់ប្រើតែបញ្ឈប់អារឿងជេរមន្ត្រីរាជការទេមកទៅជេរមន្ត្រីសាធារណៈនិងប្រជាពលរដ្ឋស៊ីវិលអីហ្នឹងគឺប្រហែលជានៅតែស្រាតស្រង់ដដែលទេព្រោះគ្មាននរណាទៅធ្វើអីគាត់បានមកកុំប៉ះមេតបូលហ្នឹងប្រហែលជាមិនដល់ថ្នាក់ហ្នឹងទេព្រោះបុគ្គលនេះអត់ដែលសុំទោសសុំអីប៉ុណ្ណឹងទី4គឺគាត់សហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មានពិតដើម្បីរួមចំណែកកែលម្អចំណុចវិជ្ជមានអវិជ្ជមាននៅក្នុងសង្គមចំណុចនេះគឺជាការគួរឲ្យសាទរគឺជាការគេហៅថាមនុស្សមានសិលធម៌ល្អនៅក្នុងការជួយសង្គមទេនៅពេលដែលយើងចង់ដូចថាប្រយុទ្ធប្រឆាំងអំពើពុករលួយដោះស្រាយបញ្ហាអសកម្មសង្គមរិះគន់រដ្ឋាភិបាលអំពីការធ្វើមិនត្រូវការរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យការអីអាហ្នឹងគឺជាភារកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបប៉ុន្តែអាការរួមចំណែករបស់គាត់ហ្នឹងគឺចង់និយាយថានៅតែបកអាក្រាតអីអញ្ចឹងបន្តទៀតទៅគាត់ថាមិនប្រើភាសាជំលើយអត់ពូជអីចឹងទៅអាហ្នឹងក៏វាជាការល្អដែរបងប្អូនគាត់ថាគួរតែឲ្យបង្កើតស្ថាប័នបន្ទប់ស្ថានភាពឯករាជ្យហ្នឹងឲ្យបញ្ចូលគាត់ចូលទៅក្នុងហ្នឹងទៅឲ្យមានក្រមសីលធម៌មានអីស្រួលបួលទៅជួយទៅសហការមានតាំងពីខាងតុលាការខាងប្រព័ន្ធផ្សព្វផ្សាយអង្គការសង្គមស៊ីវិលឯករាជ្យអីហ្នឹងសហការគ្នាដើម្បីជាសេនាធិការឬផ្ដល់ព័ត៌មានឲ្យរដ្ឋាភិបាលចំពោះរឿងកាប់បំផ្លាញព្រៃឈើបំពុលបរិស្ថានអំពើពុករលួយអីជួញដូរលាងលុយកខ្វក់អីហ្នឹងគួរតែមានអញ្ចឹងបង្កើតគណៈកម្មការកុំឲ្យធ្វើជាបុគ្គលម្នាក់អីអញ្ចឹងហើយទៅចាប់អ្នកដទៃដាក់គុកអត់ដោះលែងសោះអញ្ចឹងអានេះគឺជាអង្គុយបបផ្សាយទៀតហើយខ្ញុំជឿថារឿងនេះគឺគ្រាន់តែជាបញ្ចប់រឿងទេបើនិយាយពីផលវិជ្ជមានតើបានអីគេឲ្យប្រកាសបងប្អូនតើចំណាត់ការអីខ្លះទៅលើមេ PM នៅខេត្តកញ្ចេះនិយាយទៅមេ PM ខេត្តកញ្ចេះហ្នឹងសយនិយាយឲ្យងាយស្ដាប់គាត់សយហ្នឹងគឺដោយសារតែមិនដឹងរឿងហេតុអីបានជាមកប៉ះចាំរឿងសយអញ្ចឹងទៅក៏ផ្អើលពេញឲ្យចាប់ផ្ដើមធ្វើឲ្យអាស្ថានភាពគាត់នឹងរង្គោះរង្គើមិនដឹងបាត់តំណែងឬមិនបាត់ទេព្រោះវាជ្រួលច្របល់មែនតើតែយ៉ាងណាក៏បានមេ PM នៅគ្រប់ខេត្តក្រុងហ្នឹងគេនាំគ្នាគ្រប់គ្រងយ៉ាងសម្បើមឥឡូវរឿងមីនឹងកាទៀវទៀតហើយបងប្អូនគេចោទប្រកាន់ថាប្តីមានសហាយដឹកស្រីទៅហូបមីហូបកាទៀវឥឡូវគឺប្តីបានអះអាងថាអត់មានហូបកាទៀវទេគឺតែហូបមីតែអារឿងសហាយស្មន់ហ្នឹងគឺនៅដដែលឥឡូវគឺរួចហើយព្រមយល់ស្របហើយដោយលោកផៃវណ្ណៈអញ្ចឹងគឺព្រមទទួលស្គាល់ថាអារឿងហ្នឹងគឺរឿងមីឥឡូវគឺខាងប្រពន្ធដែលរបស់ប្តីដែលមានសហាយក៏ព្រមទទួលស្គាល់ដែរថាតាមពិតប្តីគាត់និយាយត្រង់ទេតែហូបហ្នឹងគឺហូបមីចឹងមិនឯងមិនហូបកាទៀវទេព្រោះប្តីនិយាយតែត្រង់អញ្ចឹងមកតែគាត់ដឹកស្រីទៅហូបកាទៀវគឺគាត់ថាហូបកាទៀវបើថាទៅហូបមីគឺហូបមីអញ្ចឹងមកចាស់ឥឡូវតើអំពើសហាយស្មន់ផិតក្បត់ហ្នឹងវាទៅឯណានៅពេលដែលយើងយល់ស្របគ្នាថាឥឡូវមិនមែនហូបកាទៀវទេតែហូបមីឥឡូវព្រមព្រៀងគ្នាអស់ហ្នឹងតើបាត់បំផ្លាញអំពើបំផ្លិចបំផ្លាញព្រៃឈើឬក៏ប្រព្រឹត្តប្រេះផ្ដាស់របស់អាជ្ញាធរមូលដ្ឋានហ្នឹងតើទៅណាបងប្អូនត្រូវចាំនៅស្រុកខ្មែរនេះណាបើមានរឿងអីដែលគេបិទបានណាគឺគ្មាននរណាហ៊ាននិយាយអីទេទាល់តែរឿងកក្រៅព្រោះលោកផៃវណ្ណៈនេះដែលហ៊ានរិះគន់រដ្ឋាភិបាលឯណាបានមួយម៉ាត់នោះគឺជាអ្នកដែលគ្រប់គ្រងឃោសនិករដ្ឋាភិបាលនិងគណៈបកប្រជាជនផ្កាប់មុខហើយនៅពេលដែលមនុស្សដែលស្រឡាញ់គណៈបកប្រជាជននិងរដ្ឋាភិបាលផ្កាប់មុខហ៊ានរិះគន់មន្ត្រីដែលនៅក្នុងការគ្រប់គ្រងរបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលផ្កាប់មុខដែរតើតើនៅក្នុងបទអក្រិតថាតើបទអក្រិតនេះវាក៏ក្រើកប៉ុណ្ណាធំប៉ុណ្ណាដែលគេអាចធ្វើបានតើរហូតដល់តែផ្ទុះទៅជាភ្នំភ្លើងហើយតើវានឹងអាចស្ងប់ស្ងាត់ទៅយ៉ាងម៉េចទៅវិញទៅនៅពេលដែលសម្របសម្រួលសុំទោសឬក៏ចេញលិខិតនេះឲ្យសិតតែបាត់បទអក្រិតបងប្អូនសាកគិតមើលទៅអាហ្នឹងឯងបានថាម្ដងទៀតបងប្អូនយើងមើលឃើញរឿងដោះស្រាយបញ្ហានេះគឺជារឿងបកផ្សែងបានអញ្ចឹងទៅជួនកាលកកោកកាយបានព័ត៌មានមកប្រាវអញ្ចឹងអារឿងព្រំដែនហ្នឹងគឺស្ងាត់ឈឹងអញ្ចឹងទៅមកវល់តែពីរឿងនេះឥឡូវអស់ពីរឿងលោកផៃវណ្ណៈហ្នឹងមកវល់រឿងអាយ៉ៃឆ្លៃឆ្លងជាមួយនឹងលោកហ៊ុនម៉ាណែតជាមួយនឹងលោកអ៊ុំសំអានតាក់ទងនឹងរឿងព្រំដែនបោះបកគោលនឹងទៀតហើយរឿងបោះបកគោលហ្នឹងគឺលោកហ៊ុនម៉ាណែតបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទុកចិត្តលើរដ្ឋាភិបាលកម្ពុជាស្របពេលដែលកម្ពុជានិងថៃប្រើផែនទីទីតីពីគ្នារឿងបោះបង្គោលព្រំដែនថ្ងៃនេះក្រោយពេលដែលលោក
អូខេកាលមុនលោកហ៊ុនម៉ាណែតគឺស្នើឲ្យថាបើលោកអ៊ុំសំអានខាងរដ្ឋាភិបាលក្រៅប្រទេសនេះចង់ដឹងពីរឿងកិច្ចការព្រំដែនអីហ្នឹងគឺទៅសុំយោបល់ពីរដ្ឋាភិបាលឲ្យអ្នកជំនាញគេមកបញ្យលត្រួសខ្លីៗពីការករណីបច្ចេកទេសច្បាប់រឿងកិច្ចការព្រំដែនដើម្បីកុំឲ្យចិត្តតែច្បោលទៅយកព្រំដែនពីបណ្ណាល័យនៅបណ្ណាល័យសភាអាមេរិកអីហ្នឹងគឺគេមានអស់ហើយមិនចាំបាច់យកមកទៀតហើយប្រហែលជាមិនយល់ច្បាស់អីផងអញ្ចឹងទៅហើយទៅលោកអ៊ុំសំអានតបទៅវិញថាលោកអត់បាច់ផ្ញើមនុស្សបញ្ជូនមនុស្សរបស់គាត់ទៅស្រុកខ្មែរទៅរៀនពីរបៀបកាត់ដីឯណាហ្នឹងលោកអ៊ុំសំអានគាត់និយាយក្នុងភាសានយោបាយរបស់គាត់ដែរគឺគាត់ចង់ឲ្យអ្នកខាងនោះមករៀនពីគាត់វិញរបៀបការពារដែនអធិបតេយ្យយើងឲ្យបានគង់វង្សចាហ្នឹងអាយ៉ៃឆ្លើយឆ្លងរបស់ពួកគាត់ហ្នឹងល្អស្ដាប់ដែរឥឡូវនេះខាងរដ្ឋាភិបាលគេថែមមួយកម្រិតទៀតមិនបាច់ចាំមានខាងក្រមរដ្ឋាភិបាលក្រៅប្រទេសហ្នឹងអីស្នើអីទេគឺគេមានក្រមមន្ត្រីជំនាញកិច្ចការព្រំដែន3រូបបើកធ្វើជាកិច្ចពិភាក្សាពិសេសមួយដែលខាងអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានឹងយកមកបង្ហាញលើប៉ុស្តិ៍ទូរទស្សន៍នឹងគ្រប់ប៉ុស្តិ៍ហ្នឹងហើយយកមកស្ដាប់ទៅគេកាត់តបន្តិចយកមកឲ្យបង្ហាញអំពីការបោះបង្គោលព្រំដែននៅឯភូមិព្រៃច័ន្ទនិងភូមិជោគជ័យហើយលោកហ៊ុនម៉ាណែតខ្ញុំនឹងដកស្រង់ប្រសាសន៍របស់គាត់ហើយខ្ញុំនឹងបញ្យល់បន្តិចលោកហ៊ុនម៉ាណែតអំពាវនាវអញ្ចេះខ្ញុំអាណិតគាត់ដែរតាមពិតទៅប្រជាពលរដ្ឋខ្មែរហ្នឹងមិនដឹងជាមិនជឿទុកចិត្តរដ្ឋាភិបាលគាត់ប៉ុណ្ណាបាទគាត់អំពាវនាវម្ដងហើយម្ដងទៀតហ្នឹងលោកហ៊ុនម៉ាណែតហ្នឹងគឺបន្តអំពាវនាវហ្នឹងគាត់ថាចេះសូមបងប្អូនជនរួមជាតិស្ដាប់ការបកស្រាយរបស់មន្ត្រីជំនាញនៃរដ្ឋលេខាធិការកិច្ចការព្រំដែនពាក់ព័ន្ធនឹងការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនកម្ពុជាថៃជាពិសេសការចោះអនុវត្តការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47នៅខេត្តបន្ទាយមានជ័យនិងលេខ52ដល់លេខ59នៅឯខេត្តបាត់ដំបងលោកហ៊ុនម៉ាណែតបន្តទៀតថាខ្ញុំសង្ឃឹមថាការបកស្រាយពន្យល់នេះនឹងផ្ដល់នូវភាពកក់ក្ដៅនិងជំនឿទុកចិត្តលើការខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយម៉ត់ចត់និងប្រកបដោយការទទួលខុសត្រូវរបស់មន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យបូរណភាពទឹកដីរបស់យើងដោយជានិច្ចកាលតែងតែតម្កល់នៅឧត្តមប្រយោជន៍ជាតិនិងប្រយោជន៍ប្រជាជនជាធំសាររបស់លោកហ៊ុនម៉ាណែតគឺសង្ឃឹមថាការបកស្រាយនឹងប្រជាពលរដ្ឋនឹងបានយល់ហើយកក់ក្ដៅខ្ញុំថាកុំថាឡើយមន្ត្រីព្រំដែន3 4នាក់នឹងមកបកស្រាយលោកហ៊ុនសែនធ្លាប់បកស្រាយក្នុងសភា5ម៉ោងជាងបញ្ហាព្រំដែននឹងនៅតែដដែលឥឡូវនៅពេលដែលគាត់បកស្រាយអញ្ចឹងថាតើបានអីខ្លះបងប្អូនយល់អីខ្លះពីរឿងព្រំដែនហ្នឹងគាត់តែគាត់ចេញមកភ្លាមផ្ទុះមីនក្ដុងនៅភូមិជោគជ័យនៅភូមិជោគជ័យក្នុងចការមីនខ្មែរថៃគេចូលមកទន្ទ្រានមកយកអ្នកដែលរបួសដែលជាជនជាតិចិនហ្នឹងនៅក្នុងដែនអធិបតេយ្យចំការមីនខ្មែរអត់មានបានប្តឹងគេហើយឥឡូវគេទុកចិត្តរដ្ឋាភិបាលមិនឥឡូវដីយើងអធិបតេយ្យយើងចិនជន់មីនហើយគេយកទៅគេថាចោតយើងថាដាក់មីនទៀតនៅក្នុងដីគេហ្នឹងទៀតឥឡូវធ្វើម៉េចឥឡូវតើយើងជឿប៉ុណ្ណាឥឡូវអត់ប្តឹងគេតែយើងបកស្រាយខ្ញុំថាបកស្រាយដូចថាខ្មែរយើងថាវាដូចចាក់ទឹកលើក្បាលទាអញ្ចឹងយើងទាំងប្រជាប្រដ្ឋអត់យល់មិនទេយើងដឹងអស់ហើយថាតែរដ្ឋាភិបាលបកស្រាយហ្នឹងគឺកាន់ជើងជំហរតែរដ្ឋាភិបាលអញ្ចឹងហើយតែទង្វើអត់ប្តឹងគេហ្នឹងដែលប្រជាប្រដ្ឋនាំគ្នាបារម្ភប៉ុន្តែរដ្ឋាភិបាលតាមរយៈការបកស្រាយនេះខ្ញុំជឿបានថារដ្ឋាភិបាលអត់ត្រូវការប្តឹងទេព្រោះអត់បាត់ដីទៅគេផងហ្នឹងព្រោះអត់មានអីបាត់ដីសោះឥឡូវចាំមើលខ្ញុំអានការបកស្រាយរបស់មន្ត្រីកិច្ចការព្រំដែនមាន3នាក់គឺមានលោកអ៊ិតសុថាមានលោកឡាយសៀងលីបាទអ៊ិតសុថាឡាយសៀងលីនិងមានម្នាក់ទៀតខ្ញុំលោកបូរ៉ាបាទតែឥឡូវខ្ញុំអានអ្វីដែលគាត់បកស្រាយខ្ញុំមិនបានយកមកអស់ទេខ្ញុំគ្រាន់តែគាត់ស្នើចេះលោកអ៊ិតសុថារដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះគាត់និយាយចេះកម្ពុជាពុំបានធ្វើការងារខណ្ឌសីមាបោះបង្គោលព្រំដែនថ្មីជាមួយថៃទេការងារដែលបានធ្វើគឺជាជំហានដំបូងនៃការងារខណ្ឌសីមាបោះបង្គោលព្រំដែនពលគឺធ្វើការរុករកទីតាំងបង្គោលក្នុងការសម្គាល់ជាសញ្ញាខ្សែព្រំដែននៅសម័យបារាំងនិងធ្វើការខណ្ឌសីមាទៅតាមអ្វីដែលមានចែងក្នុងឯកសារជាសន្ធិសញ្ញា1907ឡើងវិញអានេះគឺជាសាររបស់លោកអ៊ិតសុថាចុះលោកឡាយសៀងលីដែលរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែរដែលចូលរួមនៅក្នុងកិច្ចពិភាក្សាគ្នា4នាក់ដែលមានអ្នកសម្របម្នាក់និងមន្ត្រីជំនាញកិច្ចការព្រំដែនពីខាងរដ្ឋាភិបាលកម្ពុជា3នាក់នោះគាត់និយាយថាម៉េចគាត់ថាការចាប់ប្រកាន់ដែលថាបង្គោលព្រំដែនលេខ43បានខិតចូលដីកម្ពុជាប្រមាណជាង2ទៅ3គីឡូម៉ែត្រគឺជារឿងមិនត្រឹមត្រូវទាល់តែសោះព្រោះបង្គោលនេះស្ថិតនៅក្នុងតំបន់ដែលបានសិក្សាច្បាស់លាស់ដោយអ្វីដែលកំណត់ហេតុបានបន្សល់ទុកកាលពីឆ្នាំ1919ហើយពេលដែលអ្នកបច្ចេកទេសជីកដើម្បីសាងសង់បង្គោលឡើងវិញក៏បានប្រទះឃើញបង្គោលលេខ43ចាស់នេះកប់ទៅក្រោមដីប្រមាណជាកន្លះម៉ែត្រផងដែរបាទអានេះគឺជាសាររបស់លោកឡាយស៊ីងលីចុះលោកស្រីបូរ៉ាដែលជាអគ្គនាយកបច្ចេកទេសនៃកិច្ចការព្រំដែនលោកថ្លែងយ៉ាងម៉េចលោកថាការងារបោះបង្គោលបណ្ដោះអាសន្នមិនមែនជារឿងប្រញាប់ប្រញាល់ទេតែជាការងារតាមជំហាននៃដំណាក់កាលនីមួយៗដែលគោរពយ៉ាងខ្ជាប់ខ្ជួនតាមអ្វីដែលមានឯកភាពគ្នាក្នុង MOU ឆ្នាំ2000
បាទខ្ញុំនិយាយទៅសរសើរដែរខាងរដ្ឋាភិបាលកម្ពុជាដែលមានមន្ត្រីជំនាញអីមកបញ្យលមកអីខ្លះអញ្ចឹងទៅដើម្បីកុំឲ្យស្ងាត់ឈឹងឲ្យចេះតែថាចេះតែអង្វរចេះតែអំពាវនាវចេះឲ្យជឿតាមពិតត្រូវធ្វើយូរហើយត្រូវធ្វើដូចភ្លៀងរលឹមអញ្ចឹងមិនត្រឹមតែបញ្យលទៅប្រគល់ហ្នឹងត្រូវមើលអានិយាមការត្រូវមើលគូផែនទីហ្នឹងឲ្យបងប្អូនមើលហ្នឹងថាតើហេតុវាចូលដីខ្មែរប្រមាណចូលដីថៃប្រមាណឬក៏យ៉ាងម៉េចយ៉ាងម៉ាឲ្យផែនទីដែលប្រើហ្នឹងប្រើខ្នាតលើ1 200,000ឬក៏លើពី1លើ50,000ហើយសំអាងលើអីហើយហេតុអីបានជាខ្មែរប្រើផែនទីខ្នាតលើ1 200,000បានហើយក្នុងពេលថៃប្រើខ្នាត1លើ50,000តើវាខុសគ្នាយ៉ាងម៉េចបងប្អូនបញ្ជាក់ទៀតបងប្អូនចេះតែសួរខ្ញុំឲ្យតែពេលប្រើផែនទីបងប្អូនសួរអាផែនទីខ្នាត1លើ50,000និង1លើ200,000ហ្នឹងវាមិនទៅវាមានន័យមិនវាខុសគ្នាមិនវាអត់ខុសគ្នាទេខ្ញុំគ្រាន់បញ្យល់ឲ្យងាយយល់ម្ដងទៀតបងប្អូនផែនទីខ្នាត1លើ50,000ដែលថៃប្រើហ្នឹងគឺមានន័យថា1សង់ទីម៉ែត្រនៅលើផែនទីគឺស្មើនឹង50,000សង់ទីម៉ែត្រនៅលើផ្ទៃដីជាក់ស្ដែងអញ្ចឹងការកណនីហ្នឹងគឺងាយអញ្ចឹងទេ1សង់ទីម៉ែត្រនៅលើផែនទីគឺស្មើនឹង50,000និយាយទៅគឺ50,000សង់ទីម៉ែត្រដោយអ្វីដែលថា50,000ហ្នឹងគឺជា50,000តំណាងឲ្យសង់ទីម៉ែត្រទេនៅលើផ្ទៃដីជាក់ស្ដែងបានន័យថាម៉េចឲ្យងាយជាងហ្នឹងទៅទៀត1សង់ទីម៉ែត្រនៅលើផែនទីហ្នឹងយកបន្ទាត់មកវាស់ទៅព្រោះផែនទីវាយើងឃើញទូចមែនប៉ុន្តែនៅលើដីចាក់ស្ដែងអា6សង់ទីម៉ែត្រដែលប្រើខ្នាត1លើ50,000ហ្នឹងស្មើនឹងកន្លះគីឡូដីគឺបានន័យថា500ម៉ែត្របើយើងគិតពីអា50,000សង់ទីម៉ែត្រកណនីទៅជាគីឡូម៉ែត្រហ្នឹងគឺ500ម៉ែត្រគឺកន្លះគីឡូដីអញ្ចឹងណាអាហ្នឹងគឺផែនទីថៃប្រើហើយមានន័យថាមិនទៀតខ្ញុំនឹងបញ្យល់បន្ថែមខុសគ្នាពីខ្នាតលើ1 200,000វាខុសគ្នាមិនជាការពិតវាខុសឲ្យ1 50,000 1 200,000អញ្ចឹង1លើ200,000បានន័យថា1សង់ទីម៉ែត្រនៅលើផែនទីគឺវាមានទំហំចាក់ស្ដែងនៅលើផែនដីគឺ200,000សង់ទីម៉ែត្រ200,000សង់ទីម៉ែត្រហ្នឹងគឺបានន័យថាវា200,000សង់ទីម៉ែត្របើចែកទៅជាគីឡូម៉ែត្រឬក៏ម៉ែត្រទៅគឺ2គីឡូដីបានន័យថាទំហំហ្នឹងគឺ2,000ម៉ែត្រហ្នឹងអាផ្ទៃដីមែនតើ1សង់ទីម៉ែត្រសោះស្មើនឹង2,000ម៉ែត្រនៅលើដីនេះបានន័យថា2គីឡូបើប្រើផែនទី1លើ50,000 1សង់ទីម៉ែត្រនៅលើដីតែកន្លះគីឡូឯងបានន័យថាម៉េចបានន័យថាយើង zoom in អាផែនទីដែលថៃគូដោយឯកតោភាគីហ្នឹងបានន័យថាយើងចូលកាន់តែជ្រៅឲ្យកាន់តែច្បាស់ឃើញអូឃើញបន្លាយព្រោះកាលមុនបើ1សង់ទីម៉ែត្រនៅលើផែនទីនៅលើផ្ទៃដី2គីឡូដីបានន័យថាវារៀងទលាយយើងមើលទៅវានៅតែរៀងបើមើលពីលើនៅតែឃើញទូចហ្នឹងមិនចឹងតែដល់ពេលយើងចុះរហូតដល់ទៅ1លើ50,000បានន័យថា1សង់ទីម៉ែត្រនៅលើផែនទីហើយនៅលើផ្ទៃដីតែកន្លះគីឡូបានន័យថាយើងចូលមើលជ្រៅតែកវល់កន្លះគីឡូដីហ្នឹងចឹងបានន័យថាមកយើងចូលជ្រៅកាន់តែច្បាស់ទៅអាហ្នឹងដូចយើងកាមេរ៉ាអញ្ចឹងគឺយើងបរិយវាយើងបរិយរូបថតចង់និយាយថាបើយើងឲ្យទៅឆ្ងាយបានន័យថា200 1លើ200,000ហ្នឹងបានន័យថាមើលរៀង zoom out ទៅរៀងឆ្ងាយបន្តិចដល់ពេល50,000ហ្នឹងគឺយើងទាញរូបហ្នឹងមកឲ្យចិត្តកាន់តែបរិយទៅធំមែនតើតែប៉ុណ្្នឹងឯងប៉ុន្តែសួរថាចោះបើសិនធំមែនតើដូចថៃប្រើ1លើ50,000ខាញ់ស្រួលមើលដឹងដីណានៅណាស្រួលគូហេតុអីបោះមកប្រើ200,000របស់សន្ធិសញ្ញាបារាំងសៀមដែលនៅឆ្ងាយចេះយើងសពិចសពិលអញ្ចឹងបោះមិនទៅវាញ៉ៃអញ្ចឹងមិនយកតាមរបស់ថៃទៅគេច្បាស់ជាងហីហ្នឹងអាច្បាស់ជាងហ្នឹងឯងដែលបាត់ដីខ្មែរទៅក្នុងដីថៃអញ្ចឹងបើយើងប្រើ1លើ200,000វានៅរៀងឆ្ងាយចេះតិចអាកន្លែងព្រំដែនហ្នឹងគឺមើលទៅគឺដីវាបានខ្មែរចង់និយាយថាអាថៃអ្វីដែលថៃទៀមទាប្រើផែនទីខ្នាតលើ50,000ហ្នឹងដែលមើលទៅឃើញនៅក្នុងដីថៃទាំងអស់បើ1លើ50,000តែដល់យក1លើ200,000អាដីកន្លែងថៃថានៅដីថៃទាំងអស់ហ្នឹងវាទៅជាដីខ្មែរទាំងអស់ដូចភូមិជោគជ័យអញ្ចឹងភូមិប្រៃច័ន្ទអញ្ចឹងហើយឥឡូវថៃគេថាគេប្រើ1លើ50,000បោះបកគោលអាទាំងអស់ហ្នឹងនៅអ្វីដែលរដ្ឋាភិបាលកំពុងបញ្យល់ហ្នឹងគេប្រើផែនទី1លើ50,000បានជាគេឃើញអាហ្នឹងច្បាស់លាស់គឺវានៅក្នុងដីថៃហើយដល់ខ្មែរថាយើងប្រើលើ1 200,000ទេបកគោលអស់ហ្នឹងគឺជាបកគោលក្នុងដែនអធិបតេយ្យរបស់ខ្មែរតើយើងត្រូវគ្នាយ៉ាងម៉េចទៅបងប្អូន1លើ50,000 1លើ200,000អញ្ចឹងបានថាវាពិបាកណាស់រឿងទាំងអស់នេះគឺជារឿងនយោបាយហើយបងប្អូនចេះតែភ័យរឿងដែលភ័យហ្នឹងគឺអត់ភ័យអីទេកម្ពុជាថាអត់បាត់ដីអត់អីហ្នឹងចេះតែបកស្រាយបញ្យល់ចឹងបានអត់អីទេក៏ប៉ុន្តែប្រជាប្រដ្ឋភ័យហ្នឹងគឺភ័យដោយសារអ្នកស្រុកនេះដែលធ្លាប់នៅនឹងរាប់30-40ឆ្នាំហើយស្ទើរតែគេដេញ6ផ្ទះមកហ្នឹងហើយតែគេឈូសឆាយហើយគេគ្រងបដិញយើងចាញ់ទៀតអាចចាក់ស្ដែងហ្នឹងគឺយើងនឹងវាភ័យបាត់អញ្ចឹងហើយទៅជួបមេតបចាស់អ្នកភូមិចាស់អ្នកសំបីតែធ្វើការលោកសំបីតែលោកញ៉ាក់ប៊ុនឆៃដែលមេតបចាស់នៅតំបន់ភូមិหนองច័ន្ទតំបន់ជំរំหนองច័ន្ទដែលភូមិសប្ងៃដែលយើងហៅថាភូមិជោគជ័យអីហ្នឹងក៏គាត់សរសេរលិខិត3ទំព័រមកថាដីខ្មែរទេនៅតំបន់អស់ហ្នឹងពីមុនមកពួកគាត់ទៅឆ្លប់ឈរជើដល់តែពេលមានរឿងអីតបជាមួយលោកអ៊ុំសំអានហ្នឹងដើម្បីថាលោកអ៊ុំសំអាននិយាយពីរឿងលោកអ៊ីឈៀនដែលបាត់ដីខ្មែរគឺថៃគេជ្រៀតចូលក្នុងគម្រាមបាត់ដំបងអីណាមកទៅចោទថាហ្នឹងជាព័ត៌មានមិនពិតទៅកាយត្រឡប់ទាំងអស់រឿងស្អីហ្នឹងថាលោកអ៊ុំសំអាននិយាយអីក៏អត់ពិតអីអញ្ចឹងលោកញ៉ាក់ប៊ុនឆៃហ្នឹងក៏ចេញលិខិតប្រាប់មកថាលោកអ៊ុំសំអានហ្នឹងប្រឌិតរឿងប្រឌិតហើយសូម្បីតែគាត់សរសេរ3ទំព័រមកហ្នឹងប្រាប់ថាដីភូមិព្រៃច័ន្ទហ្នឹងជាដីខ្មែរភូមិជោគជ័យហ្នឹងជាដីខ្មែរសុំអង្វរគេឲ្យទៅជួយ
ការពារជួយយកផោះតាំងអីកុំឲ្យបានទៅថៃអីអញ្ចឹងទៅអាហ្នឹងគ្នាភ័យអញ្ចឹងទៅបងប្អូនចាំមិនថាពេលដែលភ័យខ្លាំងបកស្រាយអីក៏បកស្រាយទៅប៉ុន្តែប្តឹងទៅតុលាការយុតិធធអន្តរជាតិផងរឿងប្តឹងរឿងអីប្តឹងរឿងថៃយកផោះតាំងដែលគេដេញយើងចេញពីដីយើងនេះហេតុអីបានប្តឹងគេមិនបានគេដេញយើងចេញពីដីយើងនេះផ្ទះដែលយើងធ្លាប់នៅបើយើងច្បាស់របស់យើងឲ្យគេដេញអញ្ចឹងតែយើងអត់ប្តឹងគេទេចឹងហ៎គេឈូសឆាយនៅក្នុងដីយើងដាក់បន្លាលួសមកចូលក្នុងដីឲ្យខ្មែរប្រជាពលរដ្ឋអ្នកស្រុកនឹងអង្គុយមើលភ្លឺអាហ្នឹងយើងអត់បាត់ដីយើងទេចឹងហើយយ៉ាងម៉េចទៅវិញហើយឲ្យប្រជាពលរដ្ឋទុកចិត្តរដ្ឋាភិបាលមិនបើយើងនិយាយគ្នាថាអូអាហ្នឹងវានៅប្រទៀងបតុងគ្នាថៃកុំសម័យក្នុងខោកុំដាក់អញ្ចឹងហើយកុំឈូសកុំធ្វើលេនឋានកុំចាញ់ប្លង់កម្មសិទ្ធិអីខ្មែរមានទៅគ្នាមានសូវភ័យអីខ្លាំងវានៅណានឹងហ្នឹងសិនណាមិនអញ្ចឹងហ៎ប៉ុន្តែថៃនេះច្រកអានសេះក៏យកបន្លាលួសមកដាក់ភ្នំទ្រាប់ក៏គ្រប់គ្រងទាំងស្រុងធ្វើលេនឋានធ្វើអីនៅខាងលើហ្នឹងដាក់ទងជ័យដាក់អីទៅហ៊ានក៏ទៅនាយករដ្ឋមន្ត្រីគេក៏ទៅប្រាសាទតាមាន់ធំក៏ថាបានគេឲ្យមានបញ្ជាការខ្មែរថាកាលមុនរបស់យើងមិនមែនហើយប៉ុន្តែក្រោយជប់បាញ់មកគេចូលមកយកដាក់លេនឋានដាក់បន្លាលួសយើងភ័យអញ្ចឹងហើយលោកហ៊ុនម៉ាណែតហ្នឹងទៅប្រកបប្រកាសតែរឿងស្អីព្រៃច័ន្ទភូមិជោគជ័យតែយូរភ្លេចអស់អាភ្នំទ្រាប់អាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចហ្នឹងមិនវិញចោះហ្នឹងច្រកអានសេះហ្នឹងមិនវិញតែយើងត្រូវការប្តឹងគេហ្នឹងតែប៉ុណ្្នឹងហើយដល់ពេលគេប្តឹងទៅរករឿងគេហើយទៅមកបកស្រាយតែភូមិព្រៃច័ន្ទឲ្យជោគជ័យនៅពេលតែភូមិព្រៃច័ន្ទឲ្យជោគជ័យនឹងដដែលហ្នឹងដែលគេកំពុងតែបណ្ដេញប្រជាពលរដ្ឋខ្មែរស្រេចហើយហ្នឹងហើយមានអ្នកស្រុកអ្នកភូមិអីគេមកនិយាយថាដីគាត់នៅដល់ណាដល់ណីហើយតើវាអញ្ចឹងវាពិបាកអញ្ចឹងបងប្អូនខ្ញុំអាណិតរដ្ឋាភិបាលកម្ពុជាដែលប្រឹងខំប៉ុន្តែយើងធ្វើមិនឥឡូវការពិតជាក់ស្ដែងគឺបកស្រាយអញ្ចឹងក៏បកតទៅទៀតចោះដើម្បីបង្ហាញពីចំហរដ្ឋាភិបាលកុំទៅវាយប្រហារក្រុមប្រឆាំងថាជាក្រុមក្បត់ជាតិក្រុមអីកុំខ្វល់គេថាអីថាទៅសំខាន់កុំធ្វើត្រូវឲ្យដូចគេថាបកស្រាយអញ្ចឹងថ្លៃធ្នូអញ្ចឹងដូចរឿងកោះគុតអីអញ្ចឹងបើគេថាកោះគុតនឹងជារបស់ខ្មែរហើយថៃគេថារបស់គេបកស្រាយប្រាប់ប្រជាពលរដ្ឋផងថានេះវាជារបស់ខ្មែរផ្អែកទៅលើមាត្រានេះកុំសង្ងំសក់ហើយស្រាប់ប្រាប់ថាកោះនឹងអត់បាត់ទៅណាផងនេះយកមន្ត្រីកិច្ចការព្រំដែនដែលស៊ីប្រាក់ខែរាជចេះការងាររបស់គាត់នឹងគឺធ្វើអញ្ចឹងបញ្យល់ទៅចាក់ទឹកលើក្បាលទាមិនក្បាលទាអីបញ្យល់ទៅកុំរវល់តែមកវាយប្រហារបន្ទាបបន្សាបតម្លៃរបស់ក្រុមប្រឆាំងនឹងវាអន់ខ្លួនឯងដែរប្រាប់ទៅបើផោះតានឹងចាក់ស្ដែងប្រជាពលរដ្ឋជឿលើអស់លោកជឿទៅយើងសប្ងៃហ្នឹងគឺបង្ហាញពីភាពប្រកែករបស់ខ្លួននៅក្នុងការទិញទឹកចិត្តលួងទឹកចិត្តប្រជាពលរដ្ឋឲ្យជឿយើងកុំទៅភ្ជុំគេឲ្យជឿធ្វើទៅកុំចាប់គេដាក់គុកឲ្យជឿយើងធ្វើអញ្ចឹងហើយធ្វើទៅហើយអំពាវនាវទៀតទៅអត់អីទេខ្ញុំលើកទឹកចិត្តឲ្យធ្វើដូច្នេះហើយលើកក្រោយសូមឲ្យមានរបៀបជាឯករាជ្យផងកុំតាមចំណុះរដ្ឋាភិបាលរហូតពេកបើយកមន្ត្រីរដ្ឋាភិបាលមកហ្នឹងគឺយើងនិយាយកាន់ជើងតែរដ្ឋាភិបាលហ្នឹងគ្នាហ៊ាននិយាយអីក្រៅទៅពីហ្នឹងសារដែលគេចង់ឲ្យនិយាយអីគឺនិយាយតែប៉ុណ្្នឹងឯងវាអត់មានមន្ត្រីអង្គការសង្គមស៊ីវិលឯករាជ្យឬក៏ផ្នែកសារព័ត៌មានឯករាជ្យណាគេចូលមកសួរឆ្លិចថែមយកតែអាការសម្ភាសរបៀបពិធីសារហ្នឹងមានអនុញ្ញាតឲ្យសាធារណជនសួរសំណួរទេដោយលោកហ៊ុនសែនធ្វើស្អីគេថ្លែងសារនៅសភាជាង5ម៉ោងអត់មានណាបានសួរសំណួរគាត់មកសំណួរគឺគាត់និយាយតែម្នាក់ឯងហើយតែនិយាយតែម្នាក់ឯងណាគេជឿបើយើងអត់មានបានឆ្លើយសំណួរឆ្លើយអីផ្ទៀងផ្ទាត់ផ្ចាញ់ផ្ចាលអីលោកត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកស្អប់អ្នកកសែតដូចលីមួកអញ្ចឹងហើយនិយាយពី deal អ្នកកសែតសឹកកជ្រូកសតាភ្លីភ្លើសតអីប៉ុន្តែគាត់នៅតែអនុញ្ញាតឲ្យអ្នកកសែតសួរឲ្យគាត់ឆ្លើយទៅសាធារណជនជាអ្នកសម្រេចទេតែពេលយើងបិទចិត្តឈឹងអញ្ចឹងមកហៅតែគ្នាឯងមកតុកនឹងគ្នា3នាក់អញ្ចឹងគេហៅស្អីគេហៅទៅទៀវមកតុកតមកចេញលុយតែម្នាក់ឯងមកដល់នេះអត់មានទេគាត់នាំគ្នាតែគ្នាគាត់ហ្នឹងឯងមានមន្ត្រីរដ្ឋាភិបាលក្រមរដ្ឋាភិបាលហ្នឹងបង្កើតឲ្យមានព្រឹត្តិការណ៍កិច្ចប្រជុំពិសេសអីចឹងមកតែគ្នាគាត់ហ្នឹងមកគ្មាននរណាសួរអាចសួររបៀបពិធីសារហ្នឹងនរណាគេចេះសួរដែរសំណួរដែលសួរមន្ត្រីរដ្ឋាភិបាលក្នុងពេលដែលមានកិច្ចការព្រំដែនយ៉ាងក្រៅកគុកគេហៅ hard talk គឺសំណួរផ្ចាញ់ផ្ចាលសួរតល់តម្រេះបាក់កៅអីហ្មងអាហ្នឹងបានរៀបស្ដាប់ទៅជក់ចិត្តតែអស់លោករៀបពិធីសារជជែកគ្នាមកត្រូវសួរមិនត្រូវឆ្លើយមិនត្រូវរៀបចំមិនស្រួលហ្នឹងនិយាយគ្នាឲ្យអស់មកធ្វើតែអញ្ចឹងណាហើយរូបហ្នឹងកាត់តថែមអីចឹងទៅអាណាមិនស្អាតកាត់កវត្តចោលទៅវាអត់មានអា live debate មួយឲ្យផ្សាយផ្ទាល់បើកជា town hall សមាជជាតិមួយមើលរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យមានសមាជជាតិដែរបើកសមាជជាតិមួយមកនិយាយពីរឿងព្រំដែនឲ្យប្រជាពលរដ្ឋសួរហេតុអីបានអត់ប្តឹងថៃហេតុអីបានជាដកថយហេតុអីបានជាស្ងៀមស្ងាត់ហើយឆ្លិចគ្នាមានសារព័ត៌មានឯករាជ្យមានបណ្ដាញឲ្យកុំធ្វើទុកបុកម្នេញអាហ្នឹងបានរដ្ឋាភិបាលអាចស្ដារទំនុកចិត្តប្រជាពលរដ្ឋឲ្យជឿបើអស់លោកនិយាយចឹងដូចសាររបស់អាជ្ញាធរមានខ្ញុំជឿថាអស់លោកប្រឹងប្រែងណាប៉ុន្តែទៅឲ្យសហគមន៍អន្តរជាតិគេជឿយើងមិនរដ្ឋាភិបាលចង់ឆ្លើយដោះសារប្រមាណទៀតក៏បានដែរព្រោះអីយើងធ្លាប់ធ្វើអំពើប្រទេសផ្ដាស់មកកណោហ្នឹងគេមិនដែលជឿយើងផងហេតុអីបានគេមកជឿយើងឥឡូវនេះចឹងគេទៅជឿថៃឯណោះហើយយើងសួរជឿថៃជឿចៅហ្នឹងហើយចុះធ្វើម៉េចបើចៅគេធ្លាប់ធ្វើឲ្យមានគេទុកចិត្តអាមនុស្សខូចនោះគេប្រកែគេទុកចិត្តខាងអ្នកខូចយើងយកអកុសលចឹងបងប្អូនចឹងបានថាយើងកុំទៅខ្វល់រឿងថៃខូចមិនខូចសំខាន់យើងវាមានសុឆន្ទៈផ្នែកនយោបាយនៅក្នុងការដោះស្រាយបញ្ហាប្រាប់ប្រជាពលរដ្ឋឲ្យច្បាស់អស់ប៉ុណ្្នឹងទេបានហើយយើងធ្វើចឹងយើងខ្ញុំថាល្អឲ្យធ្វើបញ្យល់ទៀតប៉ុន្តែសូមឲ្យវេទិកាហ្នឹងជាវេទិកាសាធារណៈមានការជជែកដេញដោល5ម៉ោង10ម៉ោងអីធ្វើទៅពេលហ្នឹងហើយគឺជាពេលដែលបំភ្លឺហើយកុំធ្វើតែក្រុមគ្នាលោកអ្នកណាក៏គេចេះធ្វើដែរ
នរណាក៏គេចេះធ្វើដែរគេធ្វើទៅដើម្បីគេហៅថាកិច្ចសម្ភាសបែបពិធីសារដើម្បីធ្វើឲ្យចប់កិច្ចពិធីទៅឲ្យអ្នកដែលនេះហ្នឹងគាត់រៀបចំតាមមាគាបៈនៅក្នុងការនិយាយអញ្ចឹងវាអត់សូវបានប្រយោជន៍ទេបងប្អូនខ្ញុំអាណិតមិនមែនថាអស់លោកគ្មានជំនាញទេជំនាញអស់លោកសិតតែបណ្ឌិតសិតតែកវីសិតតែបញ្ញវន្តទេប៉ុន្តែវាគួរឲ្យសោកស្ដាយរបៀបនៅក្នុងការរៀបចំធ្វើពិធីហ្នឹងគឺវាជារបៀប set up ភាសាអង់គ្លេសហៅ set up ហ្នឹងបានន័យថាម៉េចគឺគេសម្ដែងបង្កើតឲ្យមានហើយធ្វើឲ្យគ្រប់កិច្ចដើម្បីឲ្យសាធារណជនជឿទៅហើយទៅលោកហ៊ុនម៉ាណែតមកអំពាវនាវឲ្យជឿអាម៉េចសាគ្នាគាត់ហ្នឹងចុះឯណាមិនឃើញក្រុមបរិស្ថានក្រុមព្រំដែនបពប្រឆាំងណាម្នាក់ប្រព័ន្ធផ្សព្វផ្សាយណាម្នាក់នៅខាងក្រៅឯករាជ្យណាទៅតតាំងសម្ដីសួរនាំឲ្យអត់បើថាស្នាក់កសែតចូលទៅហ្នឹងគឺ10មួយយួរសួរចឹងឯកឧត្តមរឿងដែលពួកប្រឆាំងក្បត់ជាតិដែលសួរឯកឧត្តមហ្នឹងគឺជារឿងដែលចោតរដ្ឋាភិបាលលៀបពណ៌សំណួរសួរចឹងគេអត់មានដែរទៅសួររបៀបទៅឌឺដងដាក់ក្រុមប្រឆាំងឲ្យដងដៅទៅរដ្ឋាភិបាលអញ្ចឹងនេះសំណួរអ្នកកសែតគេមិនដែរសួរចឹងទេយើងធ្វើជាអ្នកកសែតរបៀបពិធីសារបងប្អូនសួរឲ្យគ្រប់កិច្ចអាហ្នឹងដូចជាយើងជួលពិធីអីមួយចឹងគេជួលអ្នកកសែតមកឲ្យនិយាយសួរឲ្យតែគ្រប់ល្អកម្មវិធីគេអាហ្នឹងគេមិនជាអ្នកកសែតអាជីពទេអញ្ចឹងមិនថាយើងនៅមានច្រើនណាស់បងប្អូនរដ្ឋាភិបាលពិតជាចង់ឲ្យបងប្អូនជឿគាត់ដែរប៉ុន្តែគួរតែធ្វើឲ្យគេជឿជាជាងការបង្ខំឲ្យគេជឿបាទឥឡូវខ្ញុំនៅសល់ច្រើនមែនតើព័ត៌មានឡាយតែផ្អែមបន្លែរឿងព្រំដែនហ្នឹងឥឡូវខ្ញុំព័ត៌មានតែរឿងក្រសួងការពារជាតិបញ្ជាក់ថាជនជាតិចិនជន់មីនហ្នឹងជាចិនឆ្លងពីថៃអីចឹងឆ្លងក្នុងដីខ្មែរជន់មីននៅក្នុងដីខ្មែរអាជ្ញាធរមីនក៏អស់ច្របកស្រ័យអស់ហើយឥឡូវចូលដល់ប្រធានបទរឿងបង្អែមនៅអាមេរិកខ្លះទៅបងណាបងប្អូនពលរដ្ឋខ្មែរឡុងបិចមួយក្រុមចោះចែកអំណោយដល់ជនភៀសសឹកនៅភូមិព្រៃច័ន្ទបងប្អូនឃើញទេបងប្អូនខ្មែរយើងនៅស្រុកក្រៅនេះមិនដែលភ្លេចបងប្អូនយើងនៅស្រុកខ្មែរទេកុំចោទថាយើងសិតតែអ្នករត់ចោលស្រុកពួកចោលមកសៀតអត់បានការលងបានតែក្បាលមេក្រូអត់ទេខំប្រឹងណាស់ជួយបងប្អូនខ្មែរយើងគ្រប់តែពេលទេទាំងមនុស្សធម៌ទាំងនយោបាយទាំងសិទ្ធិមនុស្សទាំងប្រជាធិបតេយ្យថ្ងៃនេះខ្ញុំឃើញក្រុមបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាមានដឹកនាំនៅក្នុងសហគមន៍ចាស់ប្រជាចារដូចមានលោកពូឆាលសុងហើយនឹងលោកកងសង្ហៈដែលដឹកនាំក្រុមខ្មែរជួយខ្មែរមួយក្រុមតំណាងឲ្យពលរដ្ឋជាច្រើននៅទីក្រុងឡុងបិចដែលយកថវិកាដែលជំនួយដែលបរិច្ចាគពីបងប្អូនយើងដែលពួកគាត់ធ្វើពិធីមួយនៅភោជនីយដ្ឋានឧត្តមនៅទីក្រុងឡុងបិចដែលប្រមូលបានថវិកាមួយចំនួនដើម្បីយកទៅទិញជាស្បៀងជាអង្ករជាបច្ច័យអីខ្លះដើម្បីចែកជូនបងប្អូនខ្មែរយើងដែលជាជនភៀសសឹកនៅតំបន់ភូមិព្រៃច័ន្ទហើយបើតាម Facebook របស់លោកកនសង្ហៈហ្នឹងគឺគាត់បានផ្សព្វផ្សាយព័ត៌មានការចោះជួចែកអង្ករឬក៏អំណោយអីបន្តិចបន្តួចជាសមានចិត្តទេបងប្អូនវាមិនមែនមានអីជាច្រើនអីប្រហែលប៉ុន្តែគ្រាន់តែបង្ហាញប្រាប់បងប្អូនថាបងប្អូនខ្មែរយើងនៅឯនាយសមុទ្រនេះអត់ដែលភ្លេចបងប្អូនយើងនៅស្រុកខ្មែរទេនៅតែគិតគូរនៅតែនឹករលឹកនៅតែចង់ជួយបងប្អូនយើងគ្រប់តែពេលណាហើយបាទខ្ញុំក៏បានចូលរួមនៅក្នុងពិធីមិនទៅស្អីណាថាលើកតែខ្លួនឯងមានចំណែកអីទេក៏ប៉ុន្តែខ្ញុំមានថវិកាអីតិចតួចអីហ្នឹងក៏ភ្ជាប់និស័យគេតិចតួចដើម្បីចូលរួមទៅក្នុងក្រុមពួកគាត់ហ្នឹងដើម្បីបានខ្លះតិចតួចទៅតាមសទ្ធាទេព្រោះអានេះចង់និយាយថាវាជាសមានចិត្តហើយក៏ឃើញថាបានទៅដល់ដៃដល់អីបងប្អូនហ្នឹងគួរឲ្យសារតគាត់ទៅចោះចែកដល់មន្ទីរពេទ្យឬក៏កន្លែងទាហានកន្លែងអីហ្នឹងបងប្អូនកងទ័ពការពារនៅជួរមុខអីហ្នឹងគឺមាន4កន្លែងដែលតាមការអះអាងរបស់លោកកនសង្ហៈហ្នឹងគឺគាត់ទៅកន្លែងជនភៀសសឹកនៅភូមិព្រៃច័ន្ទផងទៅគិលានុបដ្ឋាឬក៏គិលានដ្ឋាននៅតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យនោះផងកងពលទុយអន្តរាគមន៍លេខ8ព្រះវិហារនៅភ្នំត្រប់នោះផងហើយប្រជាការដ្ឋានទ័ពពិសេសព្រះវិហារដែរបាទតែខ្ញុំក៏គិតថានេះជាអំពើថ្លៃថ្នូរគួរសមនឹងយកចិត្តទុកដាក់របស់បងប្អូនខ្មែរយើងនៅស្រុកក្រៅតាក់ទងនឹងរឿងឈឺចាប់ឬក៏បងប្អូនយើងរងទុក្ខនៅស្រុកខ្មែរបាទព័ត៌មានបញ្ចប់គឺតាក់ទងនឹងរឿងលោកត្រាំបិទបញ្ជាឲ្យបិទដែនអាកាសវេណេស៊ុយអេឡាក្នុងយុទ្ធនាការក្តៅឈានទៅទម្លាក់មេដឹកនាំប្រទេសនេះបាទថ្ងៃនេះគឺលោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាឲ្យតាមពិតមិនសិនមិញថ្ងៃសៅរ៍បញ្ជាឲ្យបិទដែនអាកាសរបស់វេណេស៊ុយអេឡាតែម្ដងបានន័យថាម៉េចបងប្អូនប្រទេសអាមេរិកមានសិទ្ធិបញ្ជាបិទដែនអាកាសនៃដែនអធិបតេយ្យរបស់ប្រទេសវេណេស៊ុយអេឡាមួយអញ្ចឹងបានន័យថាឥទ្ធិពលលោកត្រាំខ្លាំងមែនតើមានគាត់បញ្ជាឲ្យបិទដែនអាកាសហ្នឹងបានន័យថាមិនមែនអត់ឲ្យយន្តហោះហោះហើរនៅលើនិយាយទៅយន្តហោះរបស់ប្រទេសវេណេស៊ុយអេឡាអាចឡើងហោះនៅក្នុងដែនអាកាសនឹងបានរបស់គាត់ប៉ុន្តែដែនអាកាសបិទហ្នឹងគឺត្រង់ថាជើងយន្តហោះហោះហើរទាំងឡាយណាដែលហោះឆ្លងកាត់ពីលើឬក៏ក្បែរប្រទេសវេណេស៊ុយអេឡាគឺត្រូវតែហោះវៀងឬហោះជិះព្រោះអីដែនអាកាសហ្នឹងគឺគាត់បញ្ជាឲ្យបិទតែម្ដងអញ្ចឹងជើងយន្តហោះហ្នឹងបើថាហោះត្រង់ទៅប្រទេសណាឯណោះប៉ុន្តែត្រូវឆ្លងកាត់ដែនអាកាសហ្នឹងគឺត្រូវតែហោះឧទាហរណ៍ថាយើងត្រូវហោះពីថៃឆ្ពោះទៅវៀតណាមហើយពីថៃទៅវៀតណាមជាទូទៅត្រូវឆ្លងកាត់ប្រទេសកម្ពុជាមិនអញ្ចឹងហ៎ដូចប័ណ្ណបញ្ជានេះឥឡូវឧបមាថាកម្ពុជាជាវេណេស៊ុយអេឡាចុះបើយើងចង់ហោះទៅប្រទេសវៀតណាមហើយឆ្លងកាត់វេណេស៊ុយអេឡាគឺយើងអាចហោះត្រង់លើនឹងបានទៀតទេគឺយើងត្រូវហោះវៀងទៅតាមណាព្រោះដែនអាកាសហ្នឹងគឺលោកត្រាំបញ្ជាឲ្យបាត់ហើយការបញ្ជាបិទនេះគឺដោយសារយុទ្ធនាការគាត់កំពុងតែ
ខាងរដ្ឋាភិបាលវេណេស៊ុយអេឡាចោទប្រកាន់លោកត្រាំថាកំពុងតែចង់ទម្លាក់ប្រធានាធិបតីម៉ាដូរ៉ូរបស់ប្រទេសវេណេស៊ុយអេឡាតាមពិតប្រធានាធិបតីនេះគឺជាប្រធានាធិបតីផ្ដាច់ការទេគាត់ថាយុទ្ធនាការរបស់លោកត្រាំថានេះគឺជាយុទ្ធនាការកំចាត់ការជួញដូរគ្រឿងញៀនឬក៏របបមួយដែលនាំឲ្យមានការជួញដូរគ្រឿងញៀននឹងយ៉ាងសន្ធាប់មានតែធ្វើដូច្នេះទេដើម្បីអាចទប់ស្កាត់និងផ្ដាច់ជីពចររបស់លោកម៉ាដូរ៉ូបានតែយ៉ាងណាយើងតាមដានព័ត៌មាននេះតទៅទៀតរដ្ឋាភិបាលរបស់វេណេស៊ុយអេឡាចោទប្រកាន់ថានេះគឺជាអំពើគេហៅចក្រពត្តិឬក៏ពួកសហគ្រាសភូមិឬក៏អាណានិគមបែបអាណានិគមនិយមចង់ទៅដាក់អាណានិគមនៅលើប្រទេសហ្នឹងហើយដែលហ៊ានបញ្ជាយន្តហោះអីមកអញ្ចឹងណាបិទដែរអាកាសគេទាំងបំពេញគេថាអញ្ចឹងប៉ុន្តែលោកត្រាំអត់ខ្វល់ផងឥឡូវបិទហើយយន្តហោះថោះទៅផ្សេងគ្នាបាទបន្តទៀតបញ្ចប់គឺតកតងនឹងរឿងមិនអុយក្រានទេគឺខ្មាន់កំភ្លើងបាញ់ប្រហារជីវិតមនុស្សស្លាប់4នាក់នៅឯក្រុងស្តុកតុនរដ្ឋ California យើងនេះហើយជនល្មើសកំពុងតែរត់រួចខ្លួនបងប្អូនស្តុកតុននេះគឺនៅពីឡុងបិចយើងទៅលេងចេះទៅប្រហែលជាប្រហែលជិះប្រហែលជា4-5ម៉ោងទេបាទជិះឡានណាចិត្តគ្នាដែរខ្ញុំធ្លាប់ទៅដល់មានផ្សារមានផ្សោបងប្អូនខ្មែរយើងរស់នៅនឹងច្រើនណាស្តុកតុនមែនតើគឺជាទីក្រុងធំជាងគេជាទីក្រុងដែលមានខ្មែររស់នៅច្រើនជាងគេលំដាប់ទី5ហើយនៅសហរដ្ឋអាមេរិកបងប្អូនទី5បើយើងនិយាយមានខ្មែរយើងនៅប្រហែលជាង10000នាក់ដែរនៅស្តុកតុនហ្នឹងអ្នកដែលច្រើនជាងគេនៅឡុងបិចយើងក្រុងទី2គឺ Lowell នៅឯ Massachusetts ទី3ហ្នឹងគឺបានទៅ Philadelphiaទី4ហ្នឹងគឺបានទៅ Seattle នៅឯ Washington State ដែលមានខ្មែរច្រើនអញ្ចឹង Stockton លំដាប់ខ្មែររស់នៅច្រើនជាងគេទី5ហើយនៅក្នុងសហរដ្ឋអាមេរិកនេះណាតែព្រឹត្តិការណ៍កើតឡើងដែលធ្វើឲ្យមានការបាញ់ប្រហារក្នុងពិធីខួបកំណើតមួយនេះគឺស្លាប់ទាំងក្មេងទាំងចាស់4នាក់របួស10នាក់តែខ្មាន់កំភ្លើងហ្នឹងរួចខ្លួនអត់ទាន់ចាប់បាននៅឡើយទេអត់មានព័ត៌មានដែលប៉ះពាល់នឹងជនជាតិខ្មែរយើងគាត់ថាស្តុកតុនជាកន្លែងចម្រុះជាតិសាសន៍ខ្ញុំគាត់និយាយថាមានខ្មែរយើងរស់នៅច្រើនប៉ុន្តែពុំមានសេចក្តីរាយការណ៍ថាមានបងប្អូនខ្មែរយើងដែលជាជនរងគ្រោះឬរងរបួសនៅក្នុងអំពើហ្នឹងទេតែជនរងគ្រោះកំពុងតែត្រូវប៉ូលីសកំពុងតាមចាប់ហើយមែនតើទៅរឿងបាញ់បោះនេះគឺវាជារឿងមួយដ៏រសើបដែរដោយសារតែរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកវិសោធនកម្មលើកទី2ហ្នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋកាន់កាភ្លើងហើយនៅអាមេរិកសប្តាហ៍ថ្ងៃបងប្អូនដឹងថាប្រជាពលរដ្ឋមានកាភ្លើងប្រមាណដើមទេប្រជាពលរដ្ឋអាមេរិកមានតែ240លានអ្នកជាងឯងគឺកាភ្លើងមានដល់ទៅ500លានដើមដែលប្រជាពលរដ្ឋកំពុងកាន់កាប់អញ្ចឹងបានន័យថាម៉េចយ៉ាងហោចណាស់107លានអ្នកប្រជាពលរដ្ឋអាមេរិក107លានអ្នកឬក៏40%ជាងមានកាភ្លើងមួយដើមនៅក្នុងផ្ទះអញ្ចឹងបានន័យថាក្នុង10ផ្ទះមាន4ផ្ទះមានកាភ្លើងយ៉ាងហោចក៏មួយដើមដែរហើយប្រុសមានកាភ្លើងកាន់ច្រើនជាងស្រី40%ជាប្រុសហើយអ្នកកាន់កាភ្លើងតែ25%ក៏ជាស្ត្រីអញ្ចឹងបានន័យថាស្ត្រីក៏មានកាភ្លើងដែរតែច្បាប់គេមិនអនុញ្ញាតឲ្យយើងនៅរដ្ឋ California នេះដំបូងមានច្បាប់មួយមិនឲ្យកាន់កាភ្លើងហ្នឹងជាសាធារណៈទេដែលយើងប្រើប្រាស់ការពារខ្លួនអត់អីប៉ុន្តែអត់សម្ញែងយើងដាក់នៅក្នុងកាបូបសូម្បីតែដាក់នៅក្នុងកាបូបហ្នឹងក៏អត់ឲ្យយកចេញក្រៅផ្ទះដែររដ្ឋ Cali ហ្នឹងថ្ងៃគេធ្លាប់ជំទាស់ថាឲ្យប្រើប្រាស់កាភ្លើងតែក្នុងផ្ទះទេតែមិនអាចយកចេញទៅទីសាធារណៈឬក៏ដាក់ក្នុងកាបូបតាមខ្លួនប៉ុន្តែត្រូវបានតុលាការចៅក្រមសហព័ន្ធហ្នឹងច្រានចោលការតវ៉ារបស់រដ្ឋ Cali ហ្នឹងប្រាប់ថាអត់អាចបំពេញរដ្ឋធម្មនុញ្ញបានទេឲ្យគេកាន់អីគេដាក់តាមខ្លួនលាក់នៅកន្លែងណាអីមិនអីទេយកតាមខ្លួនមិនបាច់ចាំតែដាក់នៅក្នុងផ្ទះដូច្នេះជាគោលការណ៍គឺកាភ្លើងនេះគឺប្រជាពលរដ្ឋមានសិទ្ធិប្រើវាដើម្បីការពារខ្លួនអញ្ចឹងរដ្ឋធម្មនុញ្ញនេះមិនអាចនរណាបំពេញបានទេព្រោះតឹងមែនតើអញ្ចឹងហើយបានជាប្រជាពលរដ្ឋអាមេរិកមានកាភ្លើងកាន់ហើយការដែលកាន់កាភ្លើងនេះមែនតើបើយើងគិតទៅគ្រោះថ្នាក់កាភ្លើងមានដល់ទៅ500លានដើមប្រជាពលរដ្ឋអាមេរិក100លានអ្នកជាងកាន់កាភ្លើងហើយករណីផ្ទុះអាវុធយូរមាន1 2ហ្នឹងក៏យើងនៅតែឃើញថាក្រមសីលធម៌នៅក្នុងអ្នកប្រើប្រាស់កាភ្លើងហ្នឹងក៏នៅតែមានខ្ពស់ហើយគាត់ថាមានការលើកទឹកចិត្តថាមិនគួរណាអនុញ្ញាតឲ្យកាន់កាភ្លើងអីសម្បើមអញ្ចឹងទេហើយឥឡូវមានហាមគាត់កាភ្លើងប្រភេទអាការបត់ឬក៏ស្វ័យប្រវត្តិអីនៅក្នុងទីសាធារណៈឬក៏មិនឲ្យលក់នៅកាភ្លើងដែលបាញ់ទៅស្លាប់មនុស្សច្រើនអីចឹងប៉ុន្តែនៅតែប្រទាញបន្ទងគ្នាដោយសារអីមានអ្នកអភិរក្សនិយមមិនចង់ឲ្យហាមការប្រើប្រាស់កាភ្លើងហ្នឹងទេគឺគេនៅតែការពាររដ្ឋធម្មនុញ្ញប៉ុន្តែមនុស្សភាគច្រើនថានេះគឺជារឿងរ៉ូស៊ីទេថាកាភ្លើងនឹងលក់បានលុយច្រើនចឹងឈ្មោះចេះតែដូចថាមានសម្លេងខ្លាំងជាងអាការដែលចង់បានរបស់ប្រជាពលរដ្ឋបងប្អូនយើងតាមដានរឿងនេះតទៅទៀតតែយ៉ាងណាខ្ញុំចូលរួមមរណៈទុករំលែកទុកដល់ក្រុមគ្រួសារសពទាំង7នាក់ហើយជូនពរឲ្យក្រុមអ្នកដែលរងគ្រោះទាំង10នាក់ហ្នឹងអាចនឹងជាសះស្បើយឆាប់ហើយខ្ញុំការផ្សាយព័ត៌មានខ្ញុំយប់នេះត្រឹមប៉ុណ្ណេះបងប្អូនសូមជម្រាបលាជួបគ្នានៅព្រឹកស្អែកយប់ស្អែកតទៅទៀតបាទសូមអរគុណបាទ